listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំអ៊ុំរងសីសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីខ្ញុំបាទមកមនីរតក៏សូមជម្រាបសួរលោកអ្នកនាងទាំងអស់ជាទីគោរពរាប់អានជាងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃសៅរ៍200ខែស្រាប់ឆ្នាំវកអត្តស័កពុទ្ធសករាជ2560ដែលត្រូវនឹងថ្ងៃទី20ខែសីហាគ្រិស្តសករាជ2016បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃប្រតិជនបុតបន្ទិញមិនទាន់សម្រេចប្រតិចូលរួមវេទិការបស់លោកហ៊ុនសែនគូជបស្វាគមន៍ជំហរបកប្រឆាំងនៃប្តឹងជនបរទេសកាន់អត្តសញ្ញាណប័ណ្ណខ្មែរខុសច្បាប់ក្រុមនៃអភិរក្សវប្បធម៌រៀបចំកម្មវិធីរំលឹកគុណនិងស្នាដៃនិពន្ធសិល្បករចំនួនដើមសហព័ន្ធខ្មែរនៅអូស្ត្រាលីស្នើរដ្ឋាភិបាលដាក់គំនាបមិនឲ្យលោកហ៊ុនសែនចូលប្រទេសអូស្ត្រាលីរហូតមានកំណែទម្រង់ប្រទេសជាមុនសិនរួមនឹងព័ត៌មានសំខាន់ៗដទៃទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទមកមនីរតសូមជូនព័ត៌មានទាំងនេះពិស្ដាក្រសួងបរិស្ថានបានដាក់លិខិតមួយច្បាប់និមន្តប្រធានបណ្ដាញប្រសង់ឯករាជ្យដើម្បីយុត្តិធម៌សង្គមចូលរួមពិគ្រោះយោបល់ពិភាក្សាដោយមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដឹកនាំកិច្ចពិគ្រោះយោបល់ដែលគ្រោងនឹងពិភាក្សាក្រមប្រធានបទការពារនិងអភិរក្សធនធានធម្មជាតិនេះត្រូវបានបដិជគុណបុត្របន្ទិញបញ្ជាក់ប្រតិថាព្រះអង្គនៅទីរារែកក្នុងការចូលរួមនៅឡើយរហូតមកដល់ពេលនេះប្រសង់ដែលសកម្មក្នុងកិច្ចការសង្គមនិងធ្លាប់រងសម្ពាធផ្លូវនយោបាយផងគឺប្រតិជនបុត្របន្ទិញមានថេរដីកាថាវេទិកាដែលគ្រោងរៀបចំដោយរដ្ឋាភិបាលគឺព្រះអង្គនៅមិនទាន់ប្រកាសនៅឡើយទេក្នុងការនិមន្តចូលរួមវេទិកាថ្នាក់ជាតិដែលគ្រោងនឹងដំណើរការនៅថ្ងៃទី22ខែសីហាខាងមុខនេះមានថេរដីកាតាមទូរស័ព្ទប្រតិជនបុត្របន្ទិញយល់ថាលិខិតដែលនិមន្តព្រះអង្គឲ្យចូលរួមវេទិកាថ្នាក់ជាតិដែលនិយាយពីបរិស្ថាននិងធនធានធម្មជាតិនេះគឺជាការផ្ដល់កិត្តិយសសម្បើមណាស់ពេកហើយរបស់រដ្ឋាភិបាលចំពោះព្រះអង្គក៏ប៉ុន្តែអ្វីដែលធ្វើឲ្យព្រះអង្គពិបាកប្រតិក្នុងការសម្រេចចិត្តចូលរួមនោះដោយសារមានហេតុផលមួយចំនួនក្នុងនោះទិដ្ឋាការឬវីសាដែលព្រះអង្គត្រូវចេញទៅក្រៅប្រទេសពិបាកក្នុងការពន្យាពេលម្យ៉ាងវិញទៀតសុខភាពរបស់ព្រះអង្គនៅពេលនេះមិនអំណោយផលថែមទៀតផងទទួលវីសាទៅបំពេញទស្សនកិច្ចនៅស្រុកអាមេរិកនឹងតាំងពីថ្ងៃទី5ខែ7ហើយបានផ្លាស់ប្ដូរជាងយន្តហោះម្ដងហើយម្ដងទៀតក្រោយពីលោកបណ្ឌិតត្រូវបានគេបាញ់សម្លាប់ក៏ឡៃរវល់កិច្ចការនឹងក៏ចេះតែដូរជាងយន្តហោះពីរដងហើយឥឡូវនេះមកដល់ម៉ោងនេះមិនទាន់បានដឹងថាអាចដូរជាងយន្តហោះបានឬក៏យ៉ាងណាទេខាងក្រុមហ៊ុនអាកាសចរគេកំពុងតែធ្វើការទាក់ទងក្រុមហ៊ុនគេដើម្បីធ្វើការផ្លាស់ប្ដូរសម្បត្តិយន្តហោះលិខិតនិមន្តលើកនេះរបស់ក្រសួងបរិស្ថានបានក្លាយជាមន្ទិលសង្ស័យថ្មីមួយទៀតមកលើសកម្មជនសង្គមការបង្ហាញជំហរឲ្យមានការចូលរួមយ៉ាងពេញលេញនេះអ្នកខ្លំមើលផ្នែកសិទ្ធិមនុស្សពីខាងសង្គមស៊ីវិលយល់ថានេះប្រហែលជារដ្ឋាភិបាលចង់ផ្សះផ្សាផ្លូវចិត្តផងនិងកសាងជំនឿចិត្តផងបើទោះជាបែបណាជំងឺធ្លាក់ទឹកចិត្តរបស់ប្រជាពលរដ្ឋបានកើតឡើងរួចទៅហើយតាមរយៈការបាញ់សម្លាប់លោកមនិតកែមលីមធ្យោបាយដទៃទៀតរបស់រដ្ឋាភិបាលដូចជាគម្រាមកំហែងទៅលើសកម្មជនដីធ្លីអ្នកការពារសិទ្ធិមនុស្សនិងអ្នកនយោបាយបកប្រឆាំងជាដើមទាំងនេះសុទ្ធតែជាទង្វើដែលពលរដ្ឋពិចារណាពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលកាលពីថ្ងៃទី8ខែសីហាក្រសួងបរិស្ថានបានផ្ញើលិខិតមួយច្បាប់ប្រគេនប្រតិជនបុត្របន្ទិញក្នុងលិខិតនិមន្តរបស់ក្រសួងបរិស្ថានដែលរៀបចំវេទិកានៅវិមានសន្តិភាពនោះគឺយោងតាមចំណាររបស់លោកហ៊ុនសែនកាលពីថ្ងៃទី1ខែសីហាដែលត្រូវនិមន្តប្រតិជនបុត្របន្ទិញចូលរួមបើទោះជាបែបណាមកដល់ពេលនេះប្រធានបណ្ដាញប្រសង់ឯករាជ្យដើម្បីយុត្តិធម៌សង្គមអង្គនេះព្រះអង្គយល់ថាវត្តមានរបស់ព្រះអង្គក្នុងវេទិកាថ្នាក់ជាតិដ៏មានសារៈសំខាន់នេះប្រហែលជាខកខានច្រើនជាងចូលរួមទៅវិញជុំវិញរឿងនេះអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើវិស័យបរិស្ថានយល់ឃើញថានេះជាការវិវត្តថ្មីមួយរបស់រដ្ឋាភិបាលដែលចាប់ផ្ដើមខ្វល់ខ្វាយនឹងព្រួយបារម្ភរឿងវិនិស្សកម្មធនធានធម្មជាតិ
មានការរិះគន់ជាច្រើនក្នុងពេលកន្លងទៅថាអ្នកការពារព្រៃឈើមិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់មិនត្រឹមតែប៉ុណ្ណោះថែមទាំងបើកឱកាសឲ្យអ្នកប្រព្រឹត្តបទល្មើសព្រៃឈើបាញ់សម្លាប់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដោយស្រួលហើយព្យាយាមបិទបាំងសំណុំរឿងដោយមិនអស់ចិត្តជាពិសេសការស៊ើបអង្កេតរបស់សមត្ថកិច្ចផ្ទុយពីអ្វីដែលសង្គមស៊ីវិលរកឃើញទៅវិញមានឧទាហរណ៍ដូចជាសំណុំរឿងលោកឈុតវុធីជាដើមលោកអំសមត្ថមន្ត្រីជាន់ខ្ពស់អង្គការលីកាដូយល់ឃើញថាព្រះអង្គកំពុងស្ថិតនៅក្នុងចន្លោះនៃសម្ពាធទាំងសងខាងគឺត្រូវជំនះចំពោះការរិះគន់ពីពលរដ្ឋផងបើព្រះអង្គមិនបង្ហាញជំហរក្នុងការនិមន្តចូលរួមទេវាកាន់តែមានផលអាក្រក់ថែមទៀតពីខាងរដ្ឋាភិបាលផងខ្លាចថាតែដល់នឹងអាចជំនាញប្រជាពលរដ្ឋឬក៏សហគមន៍ការពារធនធានធម្មជាតិទាំងព្រៃឡង់អាចចោទប្រកាន់ព្រះអង្គថាអាចនឹងរងនឹងការសម្ពាធអីផ្សេងៗក្រោយពីការចូលរួមហើយភាគច្រើនតែគេថាមិនគួរចូលរួមអញ្ចឹងណាអានេះបើយើងនិយាយអញ្ចឹងព្រះអង្គកំពុងតែថាទៅក៏ខុសមិនទៅក៏ខុសហើយឥឡូវវាអាចទៅជាអញ្ចឹងប៉ុន្តែខ្ញុំគិតថាវាជាការពន្លឺជាសាធារណៈហើយក្រុមអង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកថាការទាមទារចង់ឲ្យមានការចូលរួមពីដៃគូពាក់ព័ន្ធប៉ុន្តែមិនទប់ស្កាត់ការប្រព្រឹត្តបទល្មើសបានន័យថានេះជាចំណុចខ្សោយនិងជាភាពអសកម្មរបស់រដ្ឋាភិបាលយន្តការដែលមានស្រាប់របស់រដ្ឋអំណាចដូចជាក្រសួងនិងរហូតដល់អាជ្ញាធរថ្នាក់មូលដ្ឋានអង្គការចាត់តាំងទាំងនេះគឺជាសេនាធិការដ៏មានឥទ្ធិពលរបស់រដ្ឋាភិបាលដែលចាំបាច់ត្រូវប្រើប្រាស់ឲ្យមានប្រសិទ្ធភាពអ្នកខ្លាំមើលផ្នែកបរិស្ថានយល់ឃើញថាផ្ទុយទៅវិញការការពារនិងអភិរក្សធនធានរបស់រដ្ឋមានតែសកម្មជននិងអង្គការមិនមែនរដ្ឋាភិបាលទៅវិញមិនតែប៉ុណ្ណោះពួកគេទាំងនោះមិនត្រឹមតែពុំបានយកចិត្តទុកដាក់នឹងការគាំពៀពីរដ្ឋទេប៉ុន្តែថែមទាំងរងការគំរាមកំហែងហើយចុងក្រោយត្រូវផ្ដាច់ជីវិតជាដើមថែមទៀតទៅវិញផងបាទលោកនាងជាទីមេត្រីពាក់ព័ន្ធនឹងស្ថានភាពថាតើព្រះអង្គបុត្របន្ទិញនឹងនិមន្តចូលរួមឬក៏ថាមិនចូលរួមនៅក្នុងវេទិកាដែលគ្រូនឹងរៀបចំដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅវិមានសន្តិភាពនាថ្ងៃទី22ខាងមុខពោលបានន័យថានៅសល់2ថ្ងៃខាងមុខទៀតនេះឬយ៉ាងណានោះយើងបានភ្ជាប់ទូរស័ព្ទទៅកាន់ព្រះអង្គបុត្របន្ទិញតែម្ដងខ្ញុំកណាសូមថ្វាយបង្គំព្រះអង្គពលខ្ញុំមិនពលខ្ញុំមនីរតនឹងអ្នកស្ដាប់វិទ្យុអស៊ីសេរីបានគូកណាដោយសេចក្តីរាយការណ៍ពីខាងដើមមិញហើយថាព្រះអង្គដោយសារមានបញ្ហាមួយចំនួនបន្ទាប់ពីរឿងសុខភាពផងអីផងហើយក្នុងនោះគឺថាមានឯកសារផ្លូវច្បាប់ដែលព្រះអង្គបានដាក់រួចទៅហើយទៅកាន់ស្ថានទូតអីសពបែបយ៉ាងក្នុងការដែលបំពេញបេសកកម្មទៅក្រៅប្រទេសក៏ប៉ុន្តែជាឱកាសហើយនៅពេលនេះព្រះអង្គតែងតែមានថេរដីកាម្ដងហើយម្ដងទៀតក្នុងពេលកន្លងទៅថានឹងចង់មានការជជែកនឹងដាក់សំណើផងទៅកាន់រដ្ឋាភិបាលជាពិសេសតាមរយៈលោកនាយករដ្ឋមន្ត្រីនឹងឥឡូវពេលនេះគឺថាមានការបើកភ្លើងខៀវភ្លើងក្រហមអីចឹងទៅហើយហេតុដូចម្ដេចគឺព្រះអង្គនៅតែមានប្រតិរីរែកក្នុងចំណុចនឹងទៀតព្រះអង្គកណាមានអីពិសេសជាងនឹងទេចម្រើនពុកបើមែនទេអាត្មាគិតថានេះជាពេលវេលាមួយដែលអ្នកទូចអាចអង្គុយឬក៏ឈរចំពោះមុខអ្នកធំនិយាយទៅកាន់អ្នកធំពីទុកកង្វល់របស់យើងហើយជារឿងមួយល្អប៉ុន្តែអ្វីដែលអាត្មាពិបាកនោះគឺសម្បត្តិយន្តហោះម្ដងហើយម្ដងទៀតផ្លាស់ប្ដូរពលអាត្មាបានរៀបចំចាក់ចេញទៅក្រៅប្រទេសនោះទទួលបានការរៀបចំនោះតាំងពីថ្ងៃទី5ខែ7មកវាយូរហើយដែរហើយក្រោយមកជួបលោកបណ្ឌិតកែមលេថ្ងៃទី7នោះគាត់ក៏ប្រាប់ថាមិនសូវស្រួលអីទេសុវត្ថិភាពនៅក្នុងការគម្រាមកំហែងអញ្ចឹងក៏ពញាពេលជជែកគ្នាជាមួយគាត់ឲ្យធ្វើកិច្ចការបន្តទៀតសិនហើយទៅក្រោយមកគាត់អាត្មាដាច់ចិត្តថាកក់សម្បត្តិយន្តហោះអីទៅឡើងយន្តហោះថ្ងៃ19ខែ7អីហ្នឹងដល់ហើយទៅឃើញថានៅមានកិច្ចការច្រើនទៀតកិច្ចការបុណ្យរបស់លោកបណ្ឌិតមួយចប់ហើយប៉ុន្តែរឿងកិច្ចការដឹងគុណលោកបណ្ឌិតវាមិនអាចត្រូវចប់ត្រឹមធ្វើបុណ្យគាត់ឲ្យចប់ទេវាត្រូវធ្វើកិច្ចការដឹងគុណគាត់ទៀតច្រើនអញ្ចឹងបានពញាពេលម្ដងទៀតទៅតែដល់ពេលឥឡូវនេះវាគីថ្ងៃជាមួយនឹងថ្ងៃហោះរបស់អាត្មាចំថ្ងៃគេរៀបចំមកពិធីនោះប្រាប់ទៅទទួលបានព័ត៌មានថ្ងៃយប់ថ្ងៃ16ព្រឹកថ្ងៃ17បានជជែកជាមួយនឹងក្រសួងបរិស្ថានហើយក៏ផ្ញើលិខិតនិមន្តនោះមកដល់យប់ថ្ងៃទី7ហើយយប់ថ្ងៃ19បានទទួលបានរបៀបវិរៈសង្ខេបអញ្ចឹងទៅអាត្មាកំពុងតែជជែកគ្នាជាមួយនឹងក្រុមហ៊ុនអាកាសចរថាតើអាចមានលទ្ធភាពណាមួយផ្លាស់ប្ដូរជើងយន្តហោះម្ដងទៀតទេហើយខាងអាកាសចរនោះក៏ថាថ្ងៃនេះថ្ងៃសៅរ៍ពិបាកក្នុងការជជែកគ្រូពិនិត្យនឹងទទួលបានសម្បត្តិនោះណាស់ក៏ប៉ុន្តែមើលទៅឃើញសញ្ញារៀងល្អមួយដែរថា
ពីប្រឹងប្រែងផ្លាស់ប្ដូរសម្បត្តិយន្តហោះអាត្មាបើសិនជាការផ្លាស់ប្ដូរសម្បត្តិយន្តហោះបានមិនទោះខុសអីទេក្នុងនាមជាប្រសងខ្មែរក្នុងនាមជាអ្នកធ្វើកិច្ចការផ្នែកបរិស្ថានបើបានឱកាសនិយាយជាមួយនឹងញោមនាយករដ្ឋមន្ត្រីដែលគាត់ធ្លាប់សន្យាគាត់ធ្លាប់បដិញ្ញារហូតដល់អាយុជីវិតរបស់គាត់ក៏គាត់ហ៊ានបូជាធ្វើទានចំពោះការការពារព្រៃឈើនឹងដែរអញ្ចឹងអាត្មាពេញចិត្តហើយបើបានជួបផ្ទាល់យើងជជែកពីរឿងការការពារព្រៃឈើវាចាំបាច់ណាស់បើវាមិនទាន់ហួសពេលខ្លាំងពេកទេប៉ុន្តែដល់ពេលវេលាដែលយើងត្រូវធ្វើកិច្ចការហើយមិនមែនគ្រាន់តែចូលរួមជាមួយគ្នាបដិញ្ញាហើយថតរូបរួមគ្នាយករូបភាពអីមួយនោះស្មារតីថាมันជាចំណេញអញ្ចឹងត្រូវទៅចូលរួមហើយធ្វើការបដិញ្ញារួមគ្នាធ្វើកិច្ចការឲ្យម៉ត់ចត់ប្រកបវិជ្ជាមិនមែនគ្រាន់តែថាដល់ថ្ងៃក្បែរយើងធ្វើកិច្ចការនឹងសំលេងនយោបាយអីទៅយើងខំប្រឹងហៅមនុស្សជួបជុំស្មារតីថានោះតើអត់មានប្រសិទ្ធភាពព្រៃឈើនោះអស់ប៉ុន្តែបើបញ្ញាចិត្តរឿងមុំក្រោយពីការជជែកក្រោយពីការនិយាយយោគយល់គ្នាពីអ្វីដែលយើងចង់បានពីអ្វីដែលជាតិយើងត្រូវការចាំបាច់អាត្មាគិតថាចំណេញមិនជាខាតអីទេរឿងមតិយោបល់យល់ផ្សេងគ្នាអីហ្នឹងវាតែងតែមានជាប្រក្តីនៅក្នុងកិច្ចការដែលយើងធ្វើសម្រាប់សាធារណជនហើយសម្រាប់ប្រទេសជាតិកណាកិច្ចការធ្វើសម្រាប់ប្រទេសជាតិវាតែងតែមានមតិជាតិនឹងចូលរួមហើយមិនពោអាត្មាទទួលស្គាល់កន្លែងនោះប៉ុន្តែយើងក៏ត្រូវតែហ៊ានពុះពៀធ្វើកិច្ចការរួមគ្នាហើយធ្វើកិច្ចការត្រូវទៀតមិនមែនរួមគ្នាធ្វើអ្វីដែលខុសហើយចិត្តរងគ្រោះហើយយើងចេះតែខំប្រឹងនឹងគ្នាធ្វើនោះអាត្មាមិនដែលមានជំហរប្រភេទនោះទេហើយការទៅចូលរួមទីសោបើមានឱកាសបានទៅចូលរួមជំហរការពារព្រៃនៅដដែលជំហរស្រឡាញ់សាសនានៅដដែលជំហរស្រឡាញ់ជាតិនៅដដែលទោះជាចង់ប្រើប្រាស់វិធីណាយន្តការណាដើម្បីធ្វើឲ្យអាត្មាដោះដូរបេះដូងជាតិនិយមឬក៏កិច្ចការព្រៃឈើនិយមរបស់អាត្មាមិនដូរទេគណៈព្រះអង្គតាមគម្រោងថានឹងចាក់ចេញពីកម្ពុជាទៅនឹងពេលណាព្រះអង្គដែលថាគៀកហើយនឹងមានបញ្ហាក្នុងការផ្លាស់ប្ដូរជើងយន្តហោះឬក៏ពេលថ្ងៃ22ហ្នឹងអាត្មាហោះយន្តហោះត្រូវនិមន្តចេញហើយអាត្មាចេញយន្តហោះពីភ្នំពេញទៅតៃប៉េពីតៃប៉េទៅ LA យើងបានរៀបចំសម្បត្តិអីអស់ស្រួលបួលយូរមកហើយអាត្មាបានដោះដូងដល់ហើយម្ដងទៀតប៉ុន្តែពេលនេះអាត្មានៅបានជជែករឿងមួយជាមួយនឹងក្រុមអ្នករៀបចំនៅក្រសួងបរិស្ថានព្រោះកិច្ចការនេះកិច្ចការរបស់ក្រសួងបរិស្ថានជាមួយនឹងអង្គការដៃគូពិសេសម្ចាស់ជំនួយមានអង្គការ Windrock មានអង្គការ Denison មានអង្គការ USAID អីគេទៅចូលរួមក្នុងនាមជាម្ចាស់ជំនួយហើយអាត្មាមើលទៅឃើញថាជាឱកាសដែលម្ចាស់ជំនួយជួបជាមួយនឹងអ្នកដែលសុំជំនួយអ្នកដែលសុំជំនួយនោះមិនមែនថ្នាក់ទាបទេគឺថ្នាក់ប្រមុខរដ្ឋទេផងពួកគាត់សុំគេយូរមកហើយចឹងគឺថាពេលវេលានឹងអាចល្អហើយទៅចូលរួមជជែកវាប្រសើរហើយបានស្នើសុំទៅខាងក្រសួងបរិស្ថាននឹងថាផ្ដល់ឱកាសឲ្យអាត្មាកាន់មីក្រូនិយាយជាមួយញោមហ៊ុនសែនបាន2នាទីឬក៏3នាទីទេខាងក្រសួងបរិស្ថានថាអត់អីទេដែលគុណមុននិយាយទៅកាន់ឬក៏មានធិរៈនៃការទៅកាន់ញោមហ៊ុនសែនផ្ទាល់តែម្ដងដែលគុណរៀបរាប់ពីស្អីដែលគុណរកឃើញនៅក្នុងព្រៃឡង់ផលលំបាកស្អីដែលគុណជួបនៅព្រៃឡង់សូមដែលគុណមុនចោះអត់អីទេហើយគេរៀបកិច្ចការនោះឲ្យអាត្មាបានចូល 2-3 នាទីចឹងអាត្មាគឺថាបើមុនអាត្មាអោយចូលទៅអង្គុយស្ដាប់ថតរូបអាត្មាដូចមិនមែនពេញនិយមទេជីវិតនេះមិនចូលចិត្តថតរូបហើយរឿងមួយទៀតបើថាអង្គុយស្ដាប់គេនិយាយឲ្យតាមចិត្តគេយើងទៅអង្គុយប្រើពេលវេលា2-3ម៉ោងអត់បានសំណេះសំណាលផ្ដល់មតិពីទុកកង្វល់យើងទៅអីអត់មានចំណេញអីផងគឺចាំស្ដាប់ពីឡាយតាមទូរទស្សន៍មកវាចំណេញដូចតែគ្នានោះណាព្រះអង្គដោយសារតែព្រះអង្គបានលើកពីរឿងនឹងទៅហើយខ្ញុំកណាចង់សួរតើបើសិនជានៅពេលនឹងលោកនាយករដ្ឋមន្ត្រីប្រើប្រាស់អធិពលឬក៏ដាក់សម្ពាធណាមួយថាឲ្យតែព្រះអង្គត្រូវតែអនុវត្តតាមគោលការណ៍មួយចំនួនអញ្ចឹងទៅជាដើមឡាក់នឹងឡាក់ឬតែបន្ថយសកម្មភាពក្នុងការងារសង្គមតែព្រះអង្គព្រមព្រៀងទេឬក៏យ៉ាងម៉េចមិនអាចទេមិនអាចគម្រាមបុត្របុន្ទិញបានទេជំនាន់ព្រោះអាត្មាហើយនឹងញោមហ៊ុនសែននេះមនុស្សជឿមុនអាគុំអមអាមដូចគ្នាទេយើងសូត្រធ្វើទៅដូចគ្នាទេមកមុនដល់ចូលទៅទីនេះសូត្រមុនអាគុំប្រែលគ្នាទេមិនណាចេះជាងណាទេឬមុនអាគុំដូច្នេះយើងរក្សាចំពោះដដែលឥឡូវនេះអត់ជឿស្អីទេគឺថាអ្វីត្រូវជឿលើកម្លាំងចិត្តអញ្ចឹងយើងជំរុញកម្លាំងចិត្តទៅតែមានការដាក់សម្ពាធឬគូប្រទើឲ្យដើមហើយអាត្មាគិតថាវាមិនត្រូវហើយសាររបស់អាត្មាគឺទទួលបានញោមនាយករដ្ឋមន្ត្រីហើយអាត្មាមើលឃើញតាមដានញោមនាយករដ្ឋមន្ត្រីច្រើនលើកគឺជាមនុស្សដែលមានមនោសញ្ចេតនាច្រើនពេលដែលកោះពេជ្រស្លាប់ឃើញញោមហ៊ុនសែនយំច្រើនជាងគេ
ពេលដែលញោមពេលដែលស្ដេចសែននុស្លាប់ឃើញញោមហ៊ុនសែនកើតយំសែននុសុយទីវង្គតឃើញកើតយំឃើញរឿងផ្សេងទៀតកើតចេះយំកើតចេះអីដូច្នេះមនុស្សដែលចេះយំចេះអីអញ្ចឹងប្រហែលជាយើងអាចជជែកគ្នាបានក្នុងកម្រិតណាមួយអាត្មាមិនមានសុតិធិនិយមថាគិតយ៉ាងណានោះទេក៏ប៉ុន្តែមនុស្សដែលចូលចិត្តយំនិយាយចូលចិត្តអីអញ្ចឹងយើងអាចជជែកគ្នាបានក្នុងផលប្រយោជន៍ណាមួយដែលត្រឹមត្រូវប្រកបជាគិតនឹងផ្ដល់ឱកាសឲ្យអាត្មាជជែកហើយបើហៅទៅពីហៅទៅអីគេពីឆ្ងាយមកធ្វើបាបពីឆ្ងាយទៅមានអីចាំបាក់ហៅទៅអីអញ្ចឹងអាត្មាមិនជឿថាការហៅការនិមន្តនឹងចូលទៅធ្វើការបង្ខិតបង្ខំគម្រាមកំហែងអីយ៉ាងណានោះទេអាត្មាជឿថាប្រកបជាគិតនឹងផ្ដល់ឱកាសក្នុងនាមជាអ្នកញាក់កាន់សាសនាហើយអាត្មាជាអ្នកបុកវាត្រូវថាគិតពីនោះមិនមែនមានទូនាទីគម្រាមទេមានទូនាទីថ្លែងគុំអាត្មាបើវាត្រូវអានឹងបានជាពុទ្ធសាសនិកហើយជាអ្នកបុកសម្បានព្រោះអញ្ចឹងព្រះអង្គមានពុទ្ធិកាមានត្រេកការមិញថាលោកនាយករដ្ឋមន្ត្រីអាចចេះមន្តអាគមអីសូត្រអីអញ្ចឹងដូចព្រះអង្គនឹងព្រះអង្គជឿថាលោកនាយករដ្ឋមន្ត្រីចេះមន្តអាគមដូចព្រះអង្គដែរអញ្ចឹងឬយ៉ាងគឺថាគិតចេះច្រើនទី1ញោមនាយករដ្ឋមន្ត្រីជាក្លឹបនៅវត្តហើយគិតមានគ្រូមានអីច្រើនចឹងដែរគិតជឿណាស់រឿងអស់នោះចឹងអាត្មាជឿថាមនុស្សដែលស្រឡាញ់វប្បធម៌ស្រឡាញ់ជំនឿបរមបុរាណអញ្ចឹងវាងាយស្រួលក្នុងការជជែករឿងផ្លូវបុណ្យផ្លូវបាបដូច្នេះអ្វីដែលញោមហ៊ុនសែនក៏ធ្វើរឿងថ្ងៃនេះវាភាគច្រើនអត់មានមនុស្សហ៊ាននិយាយជាមួយគាត់ដោយស្មោះចំពោះវាមានតែប្រភេទមនុស្សនិយាយលើកជើងសម្ដេចធ្វើត្រូវហើយសម្ដេចធ្វើអានេះជំនាញហើយឈ្នះ 100% ហើយសម្ដេចទៅបោកពូតឃ្លោកអានោះបានហ៊ានធ្វើ MMA ចំពោះអាត្មាមានប្រភេទមនុស្សទាំងពីរបញ្ចូលគេណាជីវិតអាត្មាអត់ចូលចិត្តបញ្ចូលនេះណាទេបើថាយ៉ាងណានិយាយយ៉ាងនោះគណៈជាលទ្ធផលអ្នកព័ត៌មាននឹងរងចាំមើលថាតើព្រះអង្គជឿថាព្រះអង្គមានរបៀបវិរៈច្រើនណាស់ក្នុងការជជែកជាមួយលោកនាយករដ្ឋមន្ត្រីក៏ប៉ុន្តែរឿងមួយទៀតដែលខ្ញុំកណាចង់បានសំណួរចុងក្រោយហ្នឹងគឺថាពីរឿងបុណ្យលោកមនិតកែមលីទៅវិញសូមព្រះអង្គមានត្រេកការខ្លីបន្តិចមកថាតើនឹងចាប់ផ្ដើមនៅពេលណាដោយក្រុមគ្រួសារនៅឯស្រុកកំណើតនឹងរៀបចំទេដោយបានឱកាសហើយសូមនិមន្តព្រះអង្គសាធុអានឹងចាំបាច់អាត្មាបិណ្ឌបានញាតិញោមថាយើងប្រកាសជាយើងរៀបឲ្យគ្រប់100ថ្ងៃយើងថ្ងៃទី20ខែ10ហ្នឹងវាដល់ថ្ងៃ100ថ្ងៃរបស់គាត់តែអាត្មាគឺថាចង់ធ្វើម៉េចរៀបឲ្យចំថ្ងៃអាទិត្យដើម្បីផ្ដល់ឱកាសឲ្យមនុស្សដល់ច្រើនបានទៅចូលរួមហើយការធ្វើពិធីបុណ្យនេះយើងនឹងជជែកគ្នាទាំងញោមបកកើតរបស់ញោមបណ្ឌិតនៃស្រុកហើយបងប្អូនទាំងអស់ឲ្យព្រមព្រៀងគ្នាថាយើងជ្រើសយកទីតាំងណាមួយដែលសំរុំប៉ុន្តែតាមចម្លើយដែលអាត្មាធ្វើការស្ទង់មតិច្រើនលើកមកគឺពេញចិត្តទៅធ្វើបុណ្យ100ថ្ងៃនៅវត្តចាស់ប៉ុន្តែមិនទាន់បានចម្លើយបញ្ជាក់ 100% យ៉ាងណានោះទេគំនិតយើងចង់ធ្វើបុណ្យនៅវត្តចាស់ហើយសូត្រមន្តពីល្ងាចជួបជុំធ្វើកិច្ចការទៅតាមផែនការដែលអាត្មាបានប្រព្រឹត្តយោបល់គឺយើងមានបន្ទប់6ក្នុងរោងបុណ្យមានបន្ទប់ចាក់ផ្សាយពីកិច្ចការបរិស្ថានបន្ទប់ចាក់ផ្សាយពីកិច្ចការសុខុមាលភាពបន្ទប់ចាក់ផ្សាយពីអន្តរប្រវេសបន្ទប់ចាក់ផ្សាយពីកិច្ចការនយោបាយប្រជាធិបតេយ្យគឺអាត្មាគូសែនទីធ្វើក្នុងរោងបុណ្យនោះយើងឲ្យញាតិញោមទៅចូលបុណ្យទៅចូលទៅញាតិញោមណាចូលបុណ្យហើយចង់ទៅស្ដាប់សម្លេងលោកបណ្ឌិតដឹងគុណគាត់ស្ដាប់សម្លេងរបស់គាត់ស្ដាប់បណ្ឌិតរបស់គាត់អ្នកណាចង់ឃើញនយោបាយចង់ស្ដាប់នយោបាយចូលទៅបន្ទប់នយោបាយកុំទៅរំខានគេចេះគ្រប់រឿងនោះអាត្មាបិទបន្ទប់ឲ្យទៅស្ដាប់ហើយអ្នកណាចូលចិត្តធ្វើបរិស្ថានទាំងគួយស្ដាប់បន្ទប់បរិស្ថានទៅអ្នកណាបច្ចេកទេសសុខភាពទាំងគួយស្ដាប់បន្ទប់សុខភាពទៅអានឹងដែលយើងរៀបហើយព្រឹកឡើងយើងមានបំណងថាចង់ហេរូបសំណាករបស់គាត់នឹងឆ្ពោះទៅកាន់ខេត្តតាកែវអានឹងគ្រាន់តែជាគំនិតទ្រុសជាកម្រងហើយយើងបានដាក់ជំរឿន1 2 3ចំបានពូជំរឿនទី1ធ្វើអញ្ចឹងជំរឿនទី2ធ្វើអញ្ចឹងទី3ធ្វើអញ្ចឹងព្រោះពីការឆ្លងកាត់ការប្រឹក្សាយោបល់បើសិនជាមតិភាគច្រើនជ្រើសយកមួយណាយើងនឹងអនុលោមទៅតាមការជ្រើសរើសរបស់មតិភាគច្រើននឹងសាច់ញាតិហើយក្នុងឱកាសនេះដែរសូមបិណ្ឌបាតឲ្យញោមដែលបានបំណងចង់ផ្ដល់ដី8ហិកតានៅគៀនស្វាយមកដល់ម៉ោងនេះអាត្មាបាត់ទំនាក់ទំនងតាមរយៈអសីសេរីនេះសូមញាតិញោមទាក់ទងមកអាត្មាម្ដងទៀតមកអាត្មាដោយសារវាកិច្ចការច្រើនពេកហើយស្ដាយលោកបណ្ឌិតផងលេខទូរស័ព្ទនឹងដាក់ខ្ពៅរហូតប៉ុន្តែដល់ទៅជិតដល់កន្លែងបុណ្យលោកទៅចុះមួយឡើងក៏ជ្រុះបាត់អាលេខទូរស័ព្ទនឹងទៅចឹងក៏នៅមានបំណងថាដី8ហិកតានឹងជាកន្លែងទីតាំងមួយដែលអាត្មាចង់ធ្វើឲ្យទៅជាគម្រោងមួយដាក់ឈ្មោះថាជាកន្លែងរំលឹកគុណវីរៈជនភាសាអង់គ្លេសដាក់ថា Hero Memorable Place ជាទីតាំងរំលឹកគុណវីរៈជនរបស់យើងអញ្ចឹងយើងនឹងធ្វើឲ្យធំមិនមែនរឿងតែមួយទេយើងធ្វើឲ្យអ្នកដែលធ្វើកិច្ចការសង្គមអ្នកដែលស្រឡាញ់សង្គមនោះកុំភ្លេចខ្លាចអត់ឋានសួគ៌ពេលងើបដូច្នេះយើងមានឋានសួគ៌សម្រាប់ងើបហើយលះបង់ជីវិតទៅធ្វើទៅ
បើយើងដើម្បីជាតិយើងធ្វើកិច្ចការដើម្បីជាតិយើងមានបន្លែងសម្រាប់ងើបហើយអាត្មាធ្វើតាមទូទុកឲ្យអ្នកដែលនៅរស់កំពុងធ្វើហ្នឹងឲ្យមើលឃើញឋានទូមួយឡើងយើងមានឋានទូត្រូវទៅហើយដើម្បីជាតិយើងទៅអត់អីទេហ្មងបងគណៈព្រះអង្គរឿងនឹងដែរបើសិនជាព្រះអង្គមានឱកាសចូលរួមថ្ងៃ22ហ្នឹងនឹងបើសិនជាព្រះអង្គចូលរួមទៅទេនឹងជំរាបលោកនាយករដ្ឋមន្ត្រីនឹងពីរឿងហ្នឹងទេពីរឿងលោកនាយកកម្មណីទេឧទាហរណ៍ណាអាត្មាពេញចិត្តនឹងនិយាយក៏ប៉ុន្តែដោយសារផ្អែកលើប្រធានបទប្រធានបទនឹងគេនិយាយពីបរិស្ថានទាំងស្រុងហើយមិនមានឱកាសនិយាយពីរឿងតម្លៃលោកបណ្ឌិតទេអាត្មានឹងរកឱកាសខ្សឹបផ្សេងរឿងផ្សេងតាមរយៈបានជួបអ្នកផ្សេងចឹងទៅយើងជួយផ្ដល់យោបល់ជួយផ្ដល់កលឹះអីចឹងទៅមិនបងគណៈអរគុណព្រះអង្គពោសាធុអរគុណគណៈដោយសារពេលវេលាខ្ញុំគណៈសូមថ្វាយបង្គំលាព្រះអង្គត្រឹមប៉ុណ្ណេះសិនចុះពោសាធុអរគុណគណៈលោកនាងស្ដាប់ជាទីមេត្រីរឿងដាច់ដライមួយទៀតឲ្យដឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅថាកោជបស្វាគមន៍ជំហររបស់គណៈបព្វប្រឆាំងដែលប្រកាសប្តឹងជនបរទេសណាដែលមានអត្តសញ្ញាណប័ណ្ណខ្មែរខុសច្បាប់ទៅកោជបនិងតុលាការចំណែកគណៈបក្សសង្គ្រោះជាតិថាការស្វាគមន៍របស់កោជបនៅពេលនេះជាសញ្ញាណល្អមួយចំពោះដំណើរការនៃការចុះឈ្មោះបោះឆ្នោតនិងជាការបោះឆ្នោតនៅពេលខាងមុខបាទលោកប្រាជ្ញជេមានសេចក្តីរាយការណ៍បន្ថែមអំពីរឿងនេះគណៈការចុះឈ្មោះបោះឆ្នោតកាន់តែខិតជិតចូលមកដល់ដែលនឹងចាប់ផ្ដើមនៅដើមខែកញ្ញាខាងមុខគណៈបក្សសង្គ្រោះជាតិបង្ហាញការយកចិត្តទុកដាក់ជំរុញលើដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះឲ្យមានភាពកាន់តែល្អប្រសើរចំណែកស្ថាប័នបោះឆ្នោតស្វាគមន៍ការយកចិត្តទុកដាក់នេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកហងពុទ្ធាថ្លែងថាពលរដ្ឋគ្រប់រូបឬគណៈបកនយោបាយមានសិទ្ធិប្តឹងតវ៉ាឬប្តឹងជំទាស់ចំពោះដំណើរការនៃការចុះឈ្មោះបោះឆ្នោតប្រសិនបើមានភាពមិនប្រក្រតីកើតឡើងក្រោយពេលដែលកោជបបិទបញ្ជីចុះឈ្មោះបោះឆ្នោតដំបូងលោកបញ្ជាក់ថានេះជាការចូលរួមល្អមួយដើម្បីធានានៅបញ្ជីបោះឆ្នោតមានលក្ខណៈល្អប្រសើរការបោះឆ្នោតមួយដែលមានតម្លាភាពมันអាចកាត់ផ្ដាច់បានពីការចូលរួមរបស់អ្នកសង្កេតការនៃគណៈបកនយោបាយឬក៏ហៅថាភ្នាក់ងារគណៈបកនិងអ្នកសង្កេតការជាតិនិងអន្តរជាតិបាននោះទេអញ្ចឹងក៏ជបស្វាគមន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី18ខែសីហាគណៈបក្សសង្គ្រោះជាតិប្រកាសថានឹងពឹងពាក់មេធាវីដើម្បីរៀបចំពាក្យបណ្ដឹងប្តឹងជនបរទេសដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសច្បាប់យកទៅចុះឈ្មោះបោះឆ្នោតទៅកោជបនិងទៅតុលាការក្រុមសមាជិកសភាគណៈបក្សសង្គ្រោះជាតិក៏ក្រុងស្នើទៅក្រសួងយុតិធធម៌សូមឲ្យផ្ដល់នូវបញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតិទុម្មនីយកម្មត្រឹមត្រូវតាមច្បាប់ដោយឡែកចំពោះគណៈបកប្រជាជនកម្ពុជាវិញមិនទាន់បង្ហាញសកម្មភាពរបស់ខ្លួនក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតនៅឡើយទេអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសាននិយាយថារដ្ឋាភិបាលដែលគ្រប់គ្រងដោយគណៈបកប្រជាជនកម្ពុជាកំពុងធ្វើការលើរឿងនេះហើយដូច្នេះគណៈបកមិនចាំបាច់បង្ហាញសកម្មភាពអ្វីឲ្យវែងឆ្ងាយជាងនេះទៀតទេគណៈបកប្រជាជនជាគណៈបកដឹកនាំអំណាចកាន់អំណាចទៅឆ្ងាយមិនបាច់ទេធ្វើឲ្យវែងឆ្ងាយទេដូច្នេះបញ្ហានេះមិនបាច់គណៈបកសង្គ្រោះជាតិធ្វើក៏គណៈបកប្រជាជននឹងរៀបរាប់ថាធ្វើដែរគណៈបកសង្គ្រោះជាតិនឹងស្នើទៅក្រសួងមហាផ្ទៃដើម្បីស្រាវជ្រាវនិងចាត់វិធានការចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់សេចក្តីប្រកាសព័ត៌មានដដែលថានឹងសហការជាមួយក្រសួងមហាផ្ទៃក្នុងការផ្ដល់ឈ្មោះជនបរទេសដែលបានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់តែតងរឿងនេះដែរនៅចុងសប្តាហ៍នេះរដ្ឋាភិបាលបានបង្ហាញរបាយការណ៍ថាជនអន្តោប្រវេសន៍វៀតណាមប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតីជាង 90,000 នាក់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកសុកថតថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូងស្ដីពីការគ្រប់គ្រងជនអន្តោប្រវេសន៍នៅថ្ងៃទី19ខែសីហាប្រមានថានឹងបញ្ជូនអ្នកទាំងនោះទៅប្រទេសកំណើតវិញនិងទប់ស្កាត់មិនឲ្យពួកគេយកឯកសារមិនប្រក្រតីទាំងនោះទៅចុះឈ្មោះបោះឆ្នោតឡើយអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយឹមសវណ្ណស្នើទៅក្រសួងមហាផ្ទៃធ្វើរឿងនេះឲ្យបានមុនការចុះឈ្មោះបោះឆ្នោតដើម្បីធានាថាបញ្ជីឈ្មោះបោះឆ្នោតមានភាពសុក្រឹតលោកឲ្យដឹងទៀតថាក្នុងពេលចុះឈ្មោះបោះឆ្នោតខាងមុខគណៈបក្សសង្គ្រោះជាតិនឹងពង្រាយភ្នាក់ងាររបស់ខ្លួនទូទាំងប្រទេសជាង 3,000 នាក់ដើម្បីឃ្លាំមើលដំណើរការនេះហើយភ្នាក់ងារហ្នឹងគាត់សង្កេតមើលសង្កេតការតែបើសិនជាឃើញមានភាពមិនប្រក្រតីនៃឯកសារណាមួយគាត់អាចជជែកជាមួយនឹងប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោតហើយយើងបើឃើញមានភាពមិនប្រក្រតីអានឹងយើងដាក់ពាក្យបណ្ដឹងជំទាស់ទៅការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅដើមខែកញ្ញាដល់ចុងខែវិច្ឆិកាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
នៅឆ្នាំ2017និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ2018ក្រៅពីគណៈបកសង្គ្រោះជាតិគេមិនទាន់ឃើញគណៈបកនយោបាយណាផ្សេងទៀតប្រកាសតាមដានដំណើរការនេះនៅឡើយទេសង្គមស៊ីវិលដែលធ្វើការងារទាក់ទងការបោះឆ្នោតស្នើឲ្យគ្រប់គណៈបកនយោបាយចូលរួមសង្កេតការណ៍នៃដំណើរការនៃការចុះឈ្មោះបោះឆ្នោតខ្ញុំប្រជាវ៉ាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីសេចក្តីរាយការណ៍មួយទៀតឲ្យដឹងថាសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីប្រមាណ600នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុង Springvale ในទីក្រុង Melbourne នៃប្រទេសអូស្ត្រាលីដើម្បីប្រមូលប្រជុំវេទិកាសាធារណៈសម្ដែងមតិមួយនៅថ្ងៃទី20ខែសីហាស្ដីពីកិច្ចកម្មលោកមនិតកែមលីការរំលោភសិទ្ធិមនុស្សនិងការដាក់ឈ្មោះតំណាងរាស្ត្រខ្មែរអូស្ត្រាលីប្រចាំរដ្ឋ Victoria លោកខុងលីមចូលក្នុងបញ្ជីខ្មៅបានអ្នកស្រីខែសំណងរាយការណ៍បន្ថែមអំពីរឿងនេះសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្មស្នើរដ្ឋាភិបាលប្រទេសអូស្ត្រាលីដាក់គំនាបលើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនឲ្យចូលទៅប្រទេសអូស្ត្រាលីរហូតដល់មានការកែតម្រង់ទៅលើស្ថានភាពនយោបាយនិងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបន្ទាប់ពីបានជួបប្រជុំគ្នាអស់ជាច្រើនម៉ោងនៅក្នុងវេទិកាសាធារណៈនៅថ្ងៃទី20ខែសីហាសហគមន៍ខ្មែរនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីបានធ្វើសេចក្តីសម្រេចចិត្តមួយដាក់ជូនទៅតំណាងរាស្ត្រនៃមណ្ឌលដែលពួកគេរស់នៅអភិបាលក្រុង Greater Dandenong លោកតាក់មេងហៀងថ្លែងថាសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្មបានតាក់តែងសេចក្តីសម្រេចចិត្តមួយជាតំណាងឲ្យសម្លេងនៃពលរដ្ឋខ្មែរដែលជាការទាមទារនិងសំណូមពររបស់ប្រជាពលរដ្ឋដោយស្នើរដ្ឋាភិបាលប្រទេសអូស្ត្រាលីថ្កោលទោសដល់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឲ្យដោះស្រាយបញ្ហាមួយចំនួនដូចជាបញ្ឈប់ការរំលោភសិទ្ធិមនុស្សការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិនិងការជួបប្រជុំបញ្ឈប់ការបំផិតបំភ័យលើតំណាងរាស្ត្រគណៈបកប្រឆាំងស្វែងរកឃាតករសម្រាប់លោកបណ្ឌិតកែមលីនិងស្នើឲ្យរដ្ឋាភិបាលប្រទេសកម្ពុជាបញ្ឈប់ការគាបសង្កត់ដែលដាក់ឈ្មោះតំណាងរាស្ត្រខ្មែរអូស្ត្រាលីប្រចាំរដ្ឋ Victoria លោកហុងលីមនៅក្នុងបញ្ជីខ្មៅមិនឲ្យចូលប្រទេសកម្ពុជាជាដើមនេះគឺជាការបញ្ចេញមតិរបស់ប្រជាជនតាមកម្ពុជាខ្មែរជាការជឿចាប់ចំពោះការស្លាប់លោកបណ្ឌិតកែមលីនៅតែមិនទាន់ស្វែងរកយុត្តិធម៌នៅឡើយដូច្នេះយើងសូមទាមទារឲ្យរដ្ឋាភិបាលគាត់ធ្វើការស៊ើបអង្កេតពេញលេញមួយដើម្បីផ្ដល់យុត្តិធម៌ឲ្យក្រុមគ្រួសារលោកបណ្ឌិតកែមលីហើយនិងសង្គមខ្មែរយើងទាំងអស់គ្នាបាទយើងនៅក្នុងប្រទេសដែលមានតែបណ្ដាយការទាមទាររបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ចំពោះអ្នកដឹកនាំបាទពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីមួយរូបទៀតគឺអ្នកស្រីវ៉ាម៉ាលីណាថ្លែងថាអ្វីត្បិតតែពួកគាត់រស់នៅសុខសាន្តក្នុងទឹកដីប្រទេសអូស្ត្រាលីក្តីប៉ុន្តែពួកគាត់យល់ថារដ្ឋាភិបាលកម្ពុជាត្រូវតែកែតម្រង់កុំឲ្យបន្តការគាបសង្កត់និងរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាតទៅទៀតយើងនឹងបញ្ជូនសារពីជាប្រដ្ឋខ្មែរទាំងអស់ដែលនៅនឹងហ្នឹងទៅឲ្យរដ្ឋាភិបាលនៅស្រុកខ្មែរហ្នឹងបានដឹងថាបើទោះជាពួកយើងហ្នឹងបានសុខសាន្តក៏ដោយប៉ុន្តែពួកយើងអត់សុខចិត្តទេនៅការរំលោភសិទ្ធិមនុស្សការចាប់ចងសកម្មជនសិទ្ធិមនុស្សនៅក្នុងស្រុកខ្មែរហ្នឹងហើយក៏យើងនឹងធ្វើជាលិខិតឬក៏ជាញត្តិមួយឲ្យទៅខាងរដ្ឋាភិបាលអូស្ត្រាលីហ្នឹងជួយគ្រប់គ្រងឲ្យរកយុត្តិធម៌សម្រាប់លោកអ្នកកែមលីគ្រប់គ្រងឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សក៏ដូចជាការគម្រាមកំហែងផ្នែកផ្លូវចិត្តទៅលើលោកលឹមហុងដែរដោយការដាក់បញ្ចូលរូបទៅក្នុងជីខ្មែរនឹងឆ្លើយតបទៅនឹងការលើកឡើងនេះអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានបានហៅតំណាងរាស្ត្រខ្មែរអូស្ត្រាលីប្រចាំរដ្ឋ Victoria លោកហុងលីមថាជាអ្នកតំណាងរាស្ត្រអត់ពូជលោកថាលោកមិនចាប់អារម្មណ៍ចំពោះការសម្ដែងមតិរបស់ពលរដ្ឋខ្មែរនេះទេហើយការលើកឡើងនេះមិនបានធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលីនិងប្រទេសកម្ពុជាឡើយហើយការសម្ដែងមតិនេះទៀតសោតគឺជារឿងមួយគួរឲ្យអស់សំណើចអ្នកចូលរួមជាមួយនឹងតំណាងរាស្ត្រអត់ពូជចឹងបើថាហាមមិនឲ្យនាយករដ្ឋមន្ត្រីកម្ពុជាឬក៏អិសរាជជនកម្ពុជាទៅចូលនៅក្នុងអូស្ត្រាលីបានសេចក្តីថាគេដាក់ខ្លួនគេឲ្យដាច់ឆ្ងាយពីប្រទេសកម្ពុជាឬតែទៅហើយបើសិនជាតាមព្រឹស្ដីឬក៏ឆ្លើយតបទៅវិញឬប្រតិកម្មទៅវិញបើយើងដឹងថាអ្នកណាមួយដែលប្រឆាំងនឹងការងារនេះយើងធ្វើសងទៅវិញមិនឲ្យពួកនឹងជន់ដីកម្ពុជាវិញតែយ៉ាងម៉េចដែរតែប៉ុន្តែខ្ញុំអត់ជឿរាជរដ្ឋាភិបាលធ្វើនៅអំពើស្មោកគ្រោកដោយពួកការគិតរបស់ពួកក្រុមនោះទេអានោះគឺជារឿងសំខាន់របស់ពួកគេទេបើសិនជាយើងព្រៀបធៀបនិយាយអំពីអ្វីដែលបានស្ថានទូតអូស្ត្រាលីបានបញ្ជាក់ពីចំពោះគេរួចតែចាស់ហើយពីព្រោះរឿងនេះជារឿងរបស់ប្រជាជាតិនិងប្រជាជាតិ
តំណាងរាស្ត្រខ្មែរអូស្ត្រាលីប្រចាំរដ្ឋវីកតូរីយ៉ាលោកហុងលឹមកាលពីពេលថ្មីៗនេះបានផ្ដល់សម្ភាសន៍ជាមួយអាស៊ីសេរីដោយបានប្រដូចរបបដឹកនាំបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាជារបបដេរិឆានហើយបន្ទាប់មកលោកត្រូវបានក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសថាលោកគឺជាជនដែលមិនស្វាគមន៍ឲ្យមកកម្ពុជាចា៎នាងខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីរបាយការណ៍សង្ខេបរបស់លេខាធិការដ្ឋានច្រកចេញចូលទៅមួយសម្រាប់បំពេញបែបបទនាំចេញអង្គរបង្ហាញថាបរិមាណអង្គរដែលនាំចេញសរុបរយៈពេល7ខែដើមឆ្នាំ2016មានការថយចុះរហូតជិតដល់ 7% បើធៀបនឹងបរិមាណនាំចេញ7ខែដូចគ្នានៅឆ្នាំ2015អ្នកជំនាញកសិកម្មយល់ថាការថយចុះនេះជាសញ្ញាបង្ហាញក្តីបារម្ភថ្មីនៅក្នុងឧស្សាហកម្មអង្គរចាសសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍នេះនៅក្រោយការផ្សាយព័ត៌មានប្រចាំថ្ងៃនាពេលបន្តិចទៀតនេះលោកនាងជាទីមេត្រីក្រុមអ្នកអភិរក្សវប្បធម៌រៀបចំកម្មវិធីរំលឹកគុណនិងស្នាដៃអ្នកនិពន្ធសិល្បករចំនួនដើមនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី20ខែសីហានេះចង់ដឹងថាតើការប្រារព្ធពិធីរំលឹកគុណនេះគោលបំណងសំខាន់របស់ក្រុមអ្នករៀបចំបានផ្ដោតសំខាន់ទៅលើអ្វីនោះបាទលោកប្រាជេវដែលបានតាមដានពីព្រឹត្តិការណ៍នេះមានសេចក្តីរាយការណ៍ផ្ទាល់តែម្ដងជំរាបសួរលោកប្រាជេវបាទជំរាបសួរលោកមុំនីរតនិងលោកអ្នកស្ដាប់ជាទីគោរពបាទអរគុណជំរាបសួរលោកដឹងថាតើខ្លឹមសារសំខាន់នៃការប្រារព្ធពិធីរំលឹកគុណនឹងគេផ្ដោតទៅលើអ្វីជាសំខាន់ទេជាពិសេសទេបាទកម្មវិធីនេះមានឈ្មោះ10000អាឡ័យមានន័យថាក្មេងៗចំនួននេះគឺនៅអាឡោះអាឡ័យស្នាដៃធ្វើគុណនៅសម័យមុនដែលអ្នកធ្វើគុណសម័យមុនដែលគាត់បានផលិតគុណទៅមានទទួលបានស្នាដៃការចាប់អារម្មណ៍ច្រើនពីទស្សនិកជនអញ្ចឹងគាត់រំលឹកវិធីនេះឡើងដើម្បីជាការដឹងគុណទៅដល់សិល្បករសិល្បករនីក៏ដូចជាអ្នកនិពន្ធចំនួនមុនដែលបានអ្នកខ្លះបានបាត់បង់ជីវិតហើយអ្នកខ្លះក៏គាត់នៅមានជីវិតក៏ប៉ុន្តែគាត់មានវ័យកាន់តែជ្រាលទៅហើយបាទគឺមានឋានៈចូលរួមខ្លះទេលោកប្រាជេមាន ក្រុមសិល្បករចំនួនដើមទេឬក៏ថាមានតែយុវជនសុទ្ធទេបាទអូបើនិយាយរឿងយុវជនច្រើនសង្កេតសាលប៉ុន្តែអ្នកសំខាន់ដែលខ្ញុំសង្កេតឃើញមានខាងរដ្ឋាភិបាលគឺរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសៃស្មាលរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងស្រីភ្លើងសក្កណាព្រមទាំងអ្នកធ្វើការតាក់ទងវិស័យសិល្បៈហើយចំណែកឯតារាវិញគឺថាអ្នកសិល្បៈមានទាំងអ្នកសិល្បៈសម័យមុនអ្នកស្រីវីរៈតារាឬក៏អ្នកម្នាងស៊ីងឌីហើយក៏មានសិល្បករសម័យនេះចូលរួមដែរហើយសូមបញ្ជាក់លោកមុំនីរតថាកម្មវិធីនៅថ្ងៃនេះមុនដំបូងគឺជាការតាំងបង្ហាញនៅសិល្បៈរឿងខ្សែភាពយន្តសម័យមុននិងឧបករណ៍ខ្លះដែលទាក់ទងការផលិតគុណហើយបន្ទាប់មកគឺជាការបញ្ចាំងភាពយន្តក្នុងសាលមហោស្រពចតុមុខក្រុងភ្នំពេញបង្ហាញរឿងអជ័យនិងក្រោតហើយចុងក្រោយនេះគឺការថ្លែងអរគុណភ្ញៀវចូលរួមនឹងការជូនកម្រងផ្កាដល់រដ្ឋមន្ត្រីក្រសួងបរិស្ថានរដ្ឋមន្ត្រីក្រសួងវប្បធម៌និងសិល្បករជើងចាស់ហើយនៅពេលនេះកម្មវិធីចិត្តចប់ហើយគឺជាការថតរូបជុំគ្នារវាងអ្នកចូលរួមនិងយុវជនជាមួយនឹងសិល្បៈជើងចាស់បាទដឹងថាតើកម្មវិធីនឹងរៀបចំប្រហែលថ្ងៃទេឬក៏តែមួយថ្ងៃនឹងទេលោកបាទពីម្សិលពីព្រឹកមិញមានរៀបចំហើយថ្ងៃនេះក៏មានរៀបចំហើយនៅថ្ងៃស្អែកមួយថ្ងៃទៀតអញ្ចឹងមានន័យថាកម្មវិធីរៀបចំ3ថ្ងៃហើយនៅថ្ងៃស្អែកគឺជាថ្ងៃមួយដែលអ្នករៀបចំកម្មវិធីដែលជាក្រុមព្រះសូរិយារៀបចំគាត់ថាបើសិនថ្ងៃស្អែកមានអ្នកចូលរួមច្រើនទៅកម្មវិធីគាត់ជោគជ័យមូលហេតុដែលគាត់ថារំពឹងទៅថ្ងៃស្អែកដោយសារថ្ងៃនេះហើយថ្ងៃម្សិលមិញអត់ទៅលក់សបុតទេហើយថ្ងៃស្អែកមានការលក់សបុតអញ្ចឹងបើសិនការចំណាយលុយរបស់យុវជនហ្នឹងមានការចូលរួមច្រើនគឺគាត់រំពឹងថាជោគជ័យដោយសារបានចំណាយលុយយុវជនចំណាយលុយទិញសបុតហើយមានការចូលរួមច្រើនគឺគាត់រំពឹងថាជោគជ័យអញ្ចឹងនៅថ្ងៃនេះគាត់មិនទាន់ហ៊ានពីនៅឡើយទេបាទលោកថាលក់សបុតហ្នឹងបាទតាបាទខ្ញុំមុនជប់អាសិនមុននឹងខ្ញុំសួរអ្នកស្រីវីរៈតារាលោកប្រាជេខ្ញុំចង់ដឹងតិចលោកថាលោកប្រាជេបាទលោកថាមានការលក់សម្បត្តិថ្ងៃស្អែកហ្នឹងតើក្នុងតម្លៃសម្បត្តិមួយនឹងប្រមាណបាទសម្បត្តិហ្នឹងដូចជាចាប់ពី20000ឡើងទៅ
បាទត្រឹម20000ដើម្បីចូលទស្សនារឿងគុណសម័យមុនពីច្រើនរឿងតាមពេលវេលាតាមជាក់ស្ដែងឥឡូវហ្នឹងលោកនិរដ្ឋយើងមានតារាជើងចាស់គឺអ្នកស្រីវិរៈតារាអាចបង្ហាញការយល់ឃើញខ្លះឲ្យលោកអ្នកនាងយើងបានស្ដាប់បាទអរគុណបាទឥឡូវនឹងសូមជំរាបសួរអ្នកស្រីបាទអរគុណយើងចាំបានច្បាស់ណាស់អ្នកស្រីគឺជាតារាស្រីតួឯកនៅក្នុងរឿងអននៃស្រីអនក្នុងសម័យទសវត្សរ៍ទី60ហើយជាកិត្តិយសដែលអ្នកស្រីបានចំណាយពេលនឹងការចាប់អារម្មណ៍នៅពេលនេះចង់ដឹងថាតើអ្នកស្រីយល់ឃើញបែបណាដែរចំពោះស្នាដៃនិពន្ធក្តីទាំងការផលិតក្តីនៅក្នុងសម័យមុនហ្នឹងបាទខ្ញុំយល់ឃើញថាសម័យមុនយើងនិពន្ធតាមបាទអាឡូអ្នកស្រីបាទអាឡូបាទសូមអធិស្ឋានផងដោយសារតែប្រព័ន្ធទូរស័ព្ទបានដាច់ទៅហើយយើងខ្ញុំក៏នឹងជម្រាបជូនលោកអ្នកនាងនៅថ្ងៃស្អែកបន្តទៀតពីព្រឹត្តិការណ៍ដែលរៀបចំដោយលោកប្រាជ្ញាបានជម្រាបជូនលោកអ្នកនាងបាញ់មិញបាទលោកអ្នកនាងជាទីមេត្រីបាទលោកអ្នកនាងស្ដាប់ជាទីមេត្រីសម្រាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីដែលរៀបរៀងជូនខ្ញុំបាទមកមនីរតនៅពេលនេះជាដល់ទីបញ្ចប់ត្រឹមប៉ុណ្ណេះជាបន្តទៀតសូមអញ្ជើញឲ្យលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍មួយចំនួនទៀតសេចក្តីរាយការណ៍ស្តីពីមន្ត្រីសង្គមស៊ីវិលកំពុងរងចាំស្ដាប់លទ្ធផលលុបបានកម្មសិទ្ធិទៅលើដីព្រៃកោងកាងចំណែកឯនីតិកសិកម្មនិងសុវត្ថិភាពស្បៀងសប្តាហ៍នេះលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ស្តីពីអ្នកជំនាញកសិកម្មថាការថយចុះបរិមាណនាំចេញអង្ករ 7% ជាសញ្ញាបង្ហាញក្តីបារម្ភថ្មីនៅក្នុងឧស្សាហកម្មអង្ករហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺជាព័ត៌មានបញ្ចប់ចាសសូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តទៅទៀតដូចតទៅសេចក្តីរាយការណ៍ពិស្ដាអ្នកស្ដាប់ជាទីមន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គមខេត្តព្រះសីហនុកំពុងទន្ទឹងរង់ចាំលទ្ធផលចុះស្រាវជ្រាវរបស់ក្រសួងជំនាញចំនួន2អំពីប្រសិទ្ធភាពចុះអនុវត្តការងារដើម្បីឆ្លើយតបលិខិតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលចេញបទបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងក្រសួងកសិកម្មពិនិត្យឈានដល់លុបបានកម្មសិទ្ធិឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីដែលជាប់ពាក់ព័ន្ធដីកោងកាងដីព្រៃកោងកាងតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន4ចាពីខេត្តព្រះសីហនុលោកដែនអយុធ្យារាយការណ៍ជុំវិញរឿងនេះមន្ត្រីសង្គមស៊ីវិលមួយចំនួនអ្នកខេត្តព្រះសីហនុស្នើឲ្យក្រុមការងារក្រសួងដែនដីនិងក្រសួងកសិកម្មពន្លឿនប្រកាសលទ្ធផលនៃសកម្មភាពចុះអង្កេតស្រាវជ្រាវទៅលើបានកម្មសិទ្ធិដីធ្លីដែលមន្ត្រីជំនាញនៅខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតនិងខេត្តកែបដែលបានចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជនរំលោភទៅលើដីព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជមន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តព្រះសីហនុលោកបួនរិទ្ធថ្លែងថាកំពុងទន្ទឹងរង់ចាំស្ដាប់លទ្ធផលរបស់រដ្ឋមន្ត្រីក្រសួងដែនដីនិងរដ្ឋមន្ត្រីក្រសួងកសិកម្មចុះអនុវត្តការងារពិនិត្យបានកម្មសិទ្ធិដែលចេញទៅលើដីព្រៃកោងកាងនេះមានប្រសិទ្ធភាពត្រឹមកម្រិតណាលោកចៅថាសកម្មភាពខុបខិតរបស់មន្ត្រីមួយចំនួនជាថ្នាក់ដឹកនាំនៅតាមមន្ទីរសុរិយោដីតាមខេត្តជាប់ឆ្នេរសមុទ្រទាំង4នៅកម្ពុជាពិសេសខេត្តព្រះសីហនុកន្លងមកថាមានភាពធ្ងន់ធ្ងរហើយឈានដល់បំផ្លាញដីព្រៃកោងកាងជាជំរកត្រីសមុទ្របន្តពូជទាំងស្រុងបើរដ្ឋាភិបាលមិនឆាប់មានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលទេជាលទ្ធផលដូចជាមិនទាន់មានដំណើរការណាមួយដែលធ្វើឲ្យជារដ្ឋក៏ដូចជាសង្គមស៊ីវិលសហគមន៍យើងមានសង្ឃឹមតរិះសោះបាទគឺដំណើរការមោគភាពបានឬក៏ការចុះត្រួតពិនិត្យលើព្រៃកោងកាងនិងប្លង់ទាំងឡាយណានៅតាមតំបន់ឆ្នេរសមុទ្រនេះគឺថាដូចជាមិនមានដំណើរការទៅមុខតរិះសោះបាទកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2016ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់មានចុះហត្ថលេខានិងបោះត្រារដ្ឋលេខាធិការលោកស៊ូភិរិនបានជម្រាបជូនលោកជាសភារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជារបាយការណ៍ដោយយោងតាមចំណារបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនចុះថ្ងៃទី13ខែមិថុនាឆ្នាំ2016ទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនលោកជាសភារាលើករណីរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាដោយផ្ដល់មតិសំខាន់ផ្ដោតទៅលើចំណុចទី2គឺនារីករីដកហូតបានកម្មសិទ្ធិកាន់កាប់អចលនវត្ថុវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដីនិងអាជ្ញាធរដែនដីខេត្តជាប់សមុទ្រទាំង4មានខេត្តកំពតខេត្តកែបខេត្តព្រះសីហនុនិងខេត្តកោះកុងដែលមានការជាប់ពាក់ព័ន្ធដីព្រៃកោងកាងលិខិតទីស្តីការគណៈរដ្ឋមន្ត្រីយោងតាមចំណារបស់ប្រមុខរាជរដ្ឋាភិបាលពេលនេះទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលនិងប្រជាពលរដ្ឋនៅតាមខេត្តជាប់សមុទ្រទាំង4ហើយពួកគេកំពុងរងចាំស្ដាប់លទ្ធផលរបស់ក្រុមការងារក្រសួងដែនដីនិងក្រសួងកសិកម្មតើចុះអនុវត្តការងារដែលប្រមុខដឹកនាំដាក់ជូនមានប្រសិទ្ធភាពដែរឬទេត្រង់ចំណុចនេះមន្ត្រីអង្គការលីកាដូប្រចាំខេត្តព្រះសីហនុលោកប៊ួនរិទ្ធបង្ហាញទស្សនៈគាំទ្រចំពោះចំណាត់ការដ៏មានប្រយោជន៍របស់ប្រមុខដឹកនាំរដ្ឋាភិបាលដែលបានចាត់វិធានការក្តៅជួយទប់ស្កាត់សកម្មភាពរំលោភដីព្រៃកោងកាងរាប់ពាន់ហិកតានៅខេត្តជាប់ឆ្នេរសមុទ្រទាំង4ជាជំរកត្រីសមុទ្របន្តពូជឈានដល់នារីកឬក៏លុបចោលបានកម្មសិទ្ធិពីឯកជនមករត់គ្រប់គ្រងវិញនិងអភិរក្សនាថ្ងៃអនាគតមន្ត្រីសិទ្ធិមនុស្សរូបនេះចោទអតីតប្រធានមន្ត្រីសរយោដីខេត្តព្រះសីហនុនិងអភិបាលខេត្តប៉ុន្មានអាណត្តិកន្លងមកថាជាអ្នកមានកំហុសឆ្គងធ្ងន់ធ្ងរក្នុងការខុបខិតចេញប្លង់កម្មសិទ្ធិទៅលើដីព្រៃកោងកាងដីតំបន់ឆ្នេរសមុទ្រនិងដីបឹងអូរធម្មជាតិក្នុងនោះមានព្រៃកោងកាងដែលដុះជុំវិញបឹងកង្កែបជាដើមដោយអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជាលោកប៊ុនរិទ្ធស្នើដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីត្រូវក៏អញ្ជើញអ្នកមានឈ្មោះជាប់ពាក់ព័ន្ធការចេញប្លង់កម្មសិទ្ធិទៅលើដីចំណីព្រៃលិចទឹកឬដីព្រៃកោងកាងដីចំណីឆ្នេរសមុទ្រនិងដីបឹងអូរធម្មជាតិជាដើមមកសួរនាំឬឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ចាសសូមពរសូមឲ្យអាយដាមជាសភារាសូមលោកមេត្តាជួយចាត់វិធានការនិងចុះពិនិត្យរួចហើយរៀបចំនីតិវិធីដើម្បីមោគភាពបានទាំងនោះពីព្រោះព្រៃកោងកាងក៏ដូចជាឆ្នេរសមុទ្រឥឡូវនេះគឺកំពុងតែត្រូវបានកាប់រៀនបំផ្លាញហើយនឹងត្រូវបានរំលោភយកធ្វើជាបានកម្មសិទ្ធិជាបន្តបន្ទាប់ទៅទៀតទោះបីលិខិតរបស់សម្ដេចនាយករដ្ឋមន្ត្រីចេញក៏ដោយតែយើងសង្កេតឃើញថាអ្នកដែលមានបានកម្មសិទ្ធិអ្នកដែលរំលោភនោះគឺមិនរៀបថយទេបាទគឺមានតែរៀបចំគម្រោងដើម្បីបំផ្លាញព្រៃលិចទឹកនឹងឲ្យអស់បាទចំណែកប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាហៅកាត់ CNRO សាខាខេត្តព្រះសីហនុលោកសុកសខុមក៏ស្នើឲ្យក្រុមការងារថ្នាក់ជាតិនៃក្រសួងដែនដីនិងក្រសួងកសិកម្មត្រូវបង្ហាញលទ្ធផលនៃការចុះពិនិត្យស្រាវជ្រាវទៅលើការចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជននាំឲ្យប៉ះពាល់ដល់ដីព្រៃកោងកាងឲ្យបានទូលំទូលាយនិងជាសាធារណៈលោកសុកសខុមគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ប្រមុខដឹកនាំដែលដាក់ឲ្យរដ្ឋមន្ត្រីក្រមអាវ៉ាតពិនិត្យទៅលើការចេញប្លង់កម្មសិទ្ធិលើដីព្រៃកោងកាងនៃខេត្តជាប់សមុទ្រទាំង4ដើម្បីឈានដល់នារីកឬក៏លុបចោលបានកម្មសិទ្ធិទាំងនោះទាំងស្រុងប៉ុន្តែលោកស្នើឲ្យក្រុមការងាររបស់ក្រសួងដែនដីនិងក្រសួងកសិកម្មត្រូវចុះអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពនិងជៀសឲ្យផុតពីអំពើពុករលួយនិងតម្កល់ផលប្រយោជន៍សង្គមជាតិជាធំដើម្បីឈានដល់ការពារព្រៃកោងកាងជាជំរកត្រីសមុទ្របន្តពូជឲ្យបានគង់វង្សនាថ្ងៃអនាគតយ៉ាងនេះក្តីលោកសុកសខុមថ្លែងថារហូតមកដល់ពេលនេះលទ្ធផលរបស់ក្រុមការងារស្រាវជ្រាវទៅលើការចេញបានកម្មសិទ្ធិជូនបុគ្គលឯកជនរបស់ក្រសួងដែនដីនិងក្រសួងកសិកម្មមិនទាន់បង្ហាញលទ្ធផលផ្លូវការបែបណាទេគិតមកដល់ថ្ងៃទី20ខែសីហាមន្ត្រីសង្គមស៊ីវិលរូបនេះស្នើដល់ក្រុមការងាររបស់ក្រសួងរៀបចំដែនដីនិងក្រសួងកសិកម្មត្រូវយកចិត្តទុកដាក់ឬឈានដល់ដកហូតដីព្រៃលិចទឹកឬដីព្រៃកោងកាងដែលបុគ្គលឯកជនខុបខិតជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធមួយចំនួននៅខេត្តព្រះសីហនុធ្វើបានកម្មសិទ្ធិរំលោភយកដីរដ្ឋមករត់គ្រប់គ្រងវិញសូមឲ្យក្រសួងដែនដីពន្លឿនការអនុវត្តលិខិតសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនេះឲ្យបានលឿនដើម្បីដកហូតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនេះទុកជារបស់រដ្ឋវិញដើម្បីលើកស្ទួយវិស័យទេសចរជាតិនិងអន្តរជាតិដែលគេមកលេងតំបន់ឆ្នេរនៃខេត្តទាំង4នៃទិសនិរដីម្យ៉ាងទៀតឲ្យស័ក្តិសមជាឆ្នេរស្អាតបំផុតនៅលើពិភពលោកនិងតារារះនៅទិសនិរដីក្នុងនោះវាមានទាំងឆ្នេរខ្សាច់វាមានទាំងព្រៃកោងកាងដែលជាព្រៃលិចទឹកនៅតាមតំបន់ឆ្នេរនោះបានคล้ายទៅជាឆ្នេរស្អាតបំផុតនៅលើពិភពលោកករណីនេះអភិបាលខេត្តព្រះសីហនុលោកយុនមានបានឲ្យដឹងថារដ្ឋបាលខេត្តជាប់ឆ្នេរមួយនេះតម្រូវឲ្យមន្ត្រីជំនាញស្ថាប័នជលផល
ចុះស្រង់ស្ថិតិដីព្រៃកោងកាងនៅតាមតំបន់ឆ្នេរមួយចំនួនដែលត្រូវអាជ្ញាធរជំនាញចេញប្លង់កម្មសិទ្ធិជូនឯកជនកន្លងមកដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំថ្នាក់ជាតិមានវិធានការបន្តជាការឆ្លើយតបទៅនឹងចំណារបស់ប្រមូលដឹកនាំបានដាក់ឲ្យអនុវត្តមន្ត្រីសង្គមស៊ីវិលបានអះអាងថាខេត្តព្រះសីហនុគឺជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំង4របស់ប្រទេសកម្ពុជាដែលដីចំណីឆ្នេរសមុទ្រនិងបឹងអូរធម្មជាតិមានដុះដើមកោងកាងឬព្រៃលិចទឹកត្រូវរងការរំលោភធ្វើប្លង់កម្មសិទ្ធិពីសំណាក់ឯកជនដោយមានការខុបខិតពីថ្នាក់ដឹកនាំខេត្តនិងប្រធានមន្ត្រីសរយោដីខេត្តនេះក្នុងប៉ុន្មានអាណត្តិដឹកនាំកន្លងមកពួកគេក៏សម្គាល់ថាទើបតែក្នុងរដ្ឋាភិបាលអាណត្តិទី5នេះទេដែលលោកនាយរដ្ឋមន្ត្រីហ៊ុនសែនមានចំណាត់ការក្តៅឬដាក់បទបញ្ជាឲ្យមន្ត្រីក្រមអាវ៉ាតចុះពិនិត្យនិងឈានដល់នារីកឬលុបចោលបានកម្មសិទ្ធិទាំងឡាយណាធ្វើឲ្យប៉ះពាល់ដល់ដីព្រៃកោងកាងឬដីព្រៃលិចទឹកនៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង4នៅពេលនេះខ្ញុំដែរយុទ្ធជាអាស៊ីសេរីខេត្តព្រះសីហនុនាទីកសិកម្មនិងសុវត្ថិភាពស្បៀងអ្នកស្ដាប់ជាទីមេត្រីរបាយការណ៍សង្ខេបរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្គបង្ហាញថាបរិមាណអង្គដែលនាំចេញសរុបរយៈពេល7ខែដើមឆ្នាំ2016មានការថយចុះរហូតជិតដល់ 7% បើធៀបនឹងបរិមាណនាំចេញ7ខែដូចគ្នានៅឆ្នាំ2015អ្នកជំនាញកសិកម្មយល់ថាការថយចុះនេះជាសញ្ញាបង្ហាញក្តីបារម្ភថ្មីនៅក្នុងឧស្សាហកម្មអង្គចាសសូមលោកនាងស្ដាប់សេចក្តីរាយការណ៍របស់នាងខ្ញុំអំពីរឿងនេះរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលទៅមួយបង្ហាញថានៅក្នុងរយៈពេល7ខែដើមឆ្នាំ2016នេះកម្ពុជានាំចេញអង្ករបានជិត 30,000 តោនគឺថយចុះជាង 20,000 តោនតិចជាងបរិមាណនាំចេញនៅក្នុងរយៈពេល7ខែដើមឆ្នាំ2016ដែលនាំចេញបានជាង 30,000 តោនរបាយការណ៍ស្ដីពីស្ថានភាពនិងលទ្ធភាពការងារនេះត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី16ខែសីហារបស់ក្រុមការងារផ្នែកស្រូវអង្គនៃវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនកាលពីពេលថ្មីៗនេះរបាយការណ៍ដដែលឲ្យដឹងដែរថាប្រភេទអង្គកម្ពុជាដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងរយៈពេល7ខែដើមឆ្នាំ2016នេះឈរលំដាប់លេខ1មានប្រភេទអង្គផ្កាម្លិះនិងអង្គផ្ការំដួលដែលមានរហូត 29.9% របាយការណ៍នេះក៏បញ្ជាក់ទៀតថានៅក្នុងរយៈពេល7ខែដើមឆ្នាំមានការនាំចេញទៅកាន់ទិសដៅចំនួន58ប្រទេសក្នុងនោះមានសមាគមអឺរ៉ុបចំនួន25ប្រទេសក្នុងចំណោមទិសដៅនាំចេញទាំងនោះឃើញមានកំណើនខ្ពស់បំផុតនៅក្នុងលំដាប់លេខ1គឺប្រទេសចិនលេខ2ប្រទេសបារាំងលេខ3ប្រទេសប៉ូឡូញលេខ4ប្រទេសម៉ាឡេស៊ីនិងលេខ5ប្រទេសបែលហ្សិកការនាំចេញនេះតាមរយៈក្រុមហ៊ុនចំនួន70មានន័យថាកើនឡើងពីក្រុមហ៊ុនបើប្រៀបនឹងឆ្នាំមុនរបាយការណ៍នេះបញ្ជាក់បន្ថែមថាបរិមាណនាំចេញសរុបនៅក្នុងរយៈពេល7ខែដើមឆ្នាំ2016មានការថយចុះរហូត 6.9% ធៀបទៅនឹងបរិមាណនាំចេញ7ខែឆ្នាំមុនដែលបានថយចុះយ៉ាងខ្លាំងនៅក្នុងរយៈពេល5ខែបន្តបន្ទាប់នៅក្នុងនោះមានខែកក្កដាថយចុះ 18.3% ខែមិថុនាថយចុះ 20.6% ខែឧសភាថយចុះ 28.8% ខែមេសាថយចុះ 30.8% និងខែមីនាថយចុះ 14.5% របាយការណ៍បង្ហាញពីបរិមាណនាំចេញអង្ករនេះគឺបង្ហាញថាបរិមាណនៃការនាំចេញអង្កររបស់កម្ពុជានៅតែធ្លាក់ចុះគួរឲ្យបារម្ភនិងនៅតែមានគម្លាតឆ្ងាយនៅឡើយពីទិសដៅដែលរដ្ឋាភិបាលកម្ពុជាបានដាក់ផែនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន1លានតោននៅក្នុងមួយឆ្នាំតាមរបាយការណ៍នេះក៏បានជំរុញដែរថាដើម្បីទប់ស្កាត់ការថយចុះខាងលើនេះទាមទារឲ្យស្ថាប័នពាក់ព័ន្ធត្រូវតែពង្រឹងវិសាលភាពប្រសិទ្ធភាពនៃតួនាទីផលិតនិងបង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធជាងនេះទៀតរបាយការណ៍នេះក៏ស្នើឲ្យក្រុមហ៊ុននាំចេញអង្កររោងម៉ាស៊ីនកិនស្រូវទាំងអស់ត្រូវតែពង្រឹងការកែច្នៃអង្ករការដឹកជញ្ជូនរៀបចំការថែទាំស្រូវអង្ករមុននឹងនាំចេញធ្វើយ៉ាងណាត្រូវតែតម្រូវតាមលក្ខខណ្ឌរបស់ប្រទេសនាំចូលនិងតម្រូវតាមរ
រាល់កិច្ចព្រមព្រៀងជាធរមានរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសដែលនាំចូលករណីនេះដែរអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោកថេងសាវឿនឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យមានការនាំចេញអង្កររបស់កម្ពុជាដើមឆ្នាំ2016ធ្លាក់ចុះមកពីកង្វះគោលនយោបាយលើកទឹកចិត្តកសិករខ្វះប្រព័ន្ធធារាសាស្ត្រថវិកាជាតិចំណាយមិនចំគោលដៅនិងមិនមានការបែងចែកអំណាចដល់ថ្នាក់មូលដ្ឋានជាដើមលោកបន្តថាប្រសិនបើគ្មានការគិតគូរបានទាន់ពេលនោះទេការធ្លាក់ចុះបរិមាណនាំចេញអង្ករនេះវាមិនត្រឹមតែបន្តគំរាមកំហែងដល់ការរីកលូតលាស់វិស័យកសិកម្មប៉ុណ្ណោះទេវាក៏គំរាមកំហែងដល់ទីផ្សារស្រូវកសិករនិងសេដ្ឋកិច្ចជាតិខ្លាំងផងដែរក្នុងប្រទេសកម្ពុជាទៀតគោលនយោបាយនៃគាំទ្រដល់អ្នកផលិតហ្នឹងមានតិចបែរជាលើកកម្ពស់គោលនយោបាយនៃអ្នកធ្វើឈ្មោះនេះច្រើនខ្ញុំលើកឧទាហរណ៍ថាថ្មីមានពានរង្វាន់មួយខ្ញុំមិននិយាយទេគឺពានរង្វាន់ហ្នឹងសម្រាប់ស្រូវនៅក្នុងប្រទេសឬក៏អង្ករក្នុងប្រទេសកម្ពុជាប៉ុន្តែយើងអត់ឲ្យពានរង្វាន់ហ្នឹងសម្រាប់កសិករដែលជាអ្នកផលិតទេយើងឲ្យពានរង្វាន់ហ្នឹងអ្នកដែលទៅទទួលបែរជាអ្នកវិនិយោគទុនឬក៏អុកញ៉ាទៅវិញអាហ្នឹងវាអត់បានឆ្លុះបញ្ចាំងនៃការលើកទឹកចិត្តពីសំណាក់រដ្ឋក្នុងចំពោះកសិករទេទន្ទឹមគ្នានេះអ្នកជំនាញកសិកម្មលោកបណ្ឌិតយ៉ងសាងកូម៉ាមានប្រសាសន៍ដែរថាដើម្បីកុំឲ្យមានការនាំចេញអង្ករបន្តធ្លាក់ចុះរដ្ឋាភិបាលត្រូវតែដោះស្រាយឲ្យបានឆាប់រហ័សរាល់ឧបសគ្គនៅក្នុងវិស័យកសិកម្មសំខាន់គឺកង្វះទុនកង្វះទឹកនិងកង្វះទីផ្សារដែលជាកត្តារាំងស្ទះដល់ដំណើរការផលិតកម្មជាងនេះទៀតលោកសង្កត់ធ្ងន់ដែរថារដ្ឋាភិបាលគួរតែបញ្ជូនមន្ត្រីជំនាញទៅបណ្ដុះបណ្ដាលនិងដឹកនាំកសិករឲ្យចេះសហការគ្នានិងចេះផលិតទាន់តម្រូវការទីផ្សាររដ្ឋាភិបាលត្រូវបញ្ជូនមនុស្សរាប់ពាន់នាក់ហ្នឹងដើម្បីទៅដឹកនាំធ្វើការជួយកសិករខ្មែរយើងរាប់សែនរាប់លាននាក់ហ្នឹងដើម្បីចេះផលិតឆ្លើយតបនឹងតម្រូវការទីផ្សារផ្សារភ្ជាប់ក្នុងទីផ្សារការសហការគ្នានេះជាចំណុចគន្លឹះឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកជំនាញកសិកម្មប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករលោកហ៊ានវ៉ាន់ហនបានបញ្ជាក់ថាដើម្បីដោះស្រាយបញ្ហានេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងមន្ត្រីពាក់ព័ន្ធដែលមកពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់នាំចេញអង្ករនិងតំណាងផ្នែកឯកជនជាច្រើនទៀតកំពុងតែសហការគ្នាដើម្បីចាត់វិធានការលើបញ្ហាជាមួយកសិករនិងក្រុមហ៊ុននាំចេញដែលកំពុងតែប្រឈមនៅក្នុងឧស្សាហកម្មអង្កររបាយការណ៍ស្ដីពីបញ្ហាប្រឈមរបស់វិស័យស្រូវអង្ករកម្ពុជារបស់ក្រុមរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញអង្ករក៏ធ្លាប់បានលើកឡើងថាមូលហេតុដែលធ្វើឲ្យកម្ពុជាបន្តបរាជ័យនៅក្នុងការនាំចេញអង្ករ1លានតោនគឺបណ្ដាលមកពីបញ្ហាខ្វះទុនសម្រាប់គ្រប់គ្រងផលិតកម្មនិងការប្រមូលទិញស្រូវស្តុកទុកធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវប្រមាណ 40% បានបង្ខំចិត្តបិទទ្វារនិងខ្សែធនរបាយការណ៍ពីក្រុមរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញអង្ករកម្ពុជាអះអាងថាបញ្ហាខ្វះទុនសម្រាប់គ្រប់គ្រងផលិតកម្មនិងការប្រមូលទិញស្រូវស្តុកទុកធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនដែលខ្ចីបុលធនាគារនិងមីក្រូហិរញ្ញវត្ថុដោយអត្រាការប្រាក់ខ្ពស់ប្រមាណពី 8% ទៅ 12% ចំពោះធនាគារពាណិជ្ជនិងពី 20% ទៅ 30% សម្រាប់កម្ចីមីក្រូហិរញ្ញវត្ថុជាមូលហេតុចម្បងជំរុញឲ្យរោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមកភ្ជុំប្រកាសបិទទ្វារនិងខ្សែធនទន្ទឹមគ្នានេះក្រុមរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញអង្ករកម្ពុជាក៏បានជំរុញឲ្យរដ្ឋាភិបាលត្រូវតែត្រៀមកញ្ចប់ទុនទិញស្រូវស្តុកទុកជាបន្ទាន់ដើម្បីដោះស្រាយការថយចុះបរិមាណនាំចេញអង្ករបានទាន់ពេលវេលានៅប៉ុន្មានខែខាងមុខអំឡុងរដូវប្រមូលផលស្រូវកសិករខ្ញុំអ៊ុំរាំងសីអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញជាបន្តទៅទៀតនេះខ្ញុំបាទមកមនីរតសូមជូនព័ត៌មានបញ្ចប់ជាទីមេត្រីយើងបានភ្ជាប់ទូរស័ព្ទសាយជាថ្មីទៀតទៅកាន់អ្នកស្រីវីរៈតារាជាតួឯកស្រីក្នុងសម័យទសវត្សរ៍ឆ្នាំ80ហើយអ្នកស្រីក៏ជាតួឯកក្នុងរឿងអននៃស្រីអនបាទឥឡូវជំរាបសួរចាបាទអរគុណអ្នកស្រីសូមជម្រាបសួរសាថ្មីបាទចា
បាទអរគុណអ្នកស្រីចង់ឲ្យអ្នកស្រីយល់ឃើញពីរឿងដែលណែស្នាដៃនិពន្ធរបស់សិល្បករពីចំនួនដើមហើយនឹងនៅពេលនេះតើអ្នកស្រីអាចប្រៀបធៀបបានទេវាមានភាពខុសប្លែកគ្នាយ៉ាងម៉េចបាទនិយាយឲ្យចំទៅពិបាកប្រៀបធៀបគ្នាដែរចាព្រោះជំនាន់មុនគាត់ធ្វើរបៀប30-40 ឆ្នាំមុនធ្វើខុសពីឥឡូវចាដល់ហើយអ្នកនិពន្ធឥឡូវគេក៏មិនមែនថាគេអន់ជាងទេប៉ុន្តែការតែងទៅតាមចំនួនណាចាបាទការនិពន្ធហ្នឹងវាតែតាមចំនួនហើយនឹងតាមកលៈទេសៈម្ល៉េះហើយខ្ញុំមិនចង់ឲ្យប្រៀបធៀបថាអ្នកណាប្រកែកជាងអ្នកណាទេចាបាទប៉ុន្តែអ្នកស្រីមើលពីរឿងភាពលេចធ្លោនៅក្នុងសម័យសង្គមហ្នឹងជាពិសេសគឺទសវត្សរ៍60-70ហ្នឹងកត្តាអីទៅដែលជំរុញឲ្យវាមានការលេចធ្លោវប្បធម៌នៅក្នុងសម័យហ្នឹងជាពិសេសគឺវិស័យសិល្បៈភាពយន្តហ្នឹងបាទចាជំនាន់នោះយើងប្រជាជនយើងកាន់ទំនៀមទម្លាប់ខ្មែរច្បាស់លាស់ណាចាแล้วហើយយើងក៏អ្នកនិពន្ធគេនិពន្ធតាមរឿងតាមចំនួននោះទៅតែឥឡូវនេះបើយើងធ្វើតាមចំនួននោះតែទស្សនិកជនគេមិនមើលទេចាព្រោះគេថាយើងដូចជាបុរាណពេកណាបាទចាแล้วហើយអញ្ចឹងពីចំនួននេះធ្វើខុសគ្នាចាគេធ្វើតាមកលៈទេសៈម្ល៉េះហើយខ្ញុំថាពីសងគេអ្នកចូលចិត្តទេចាបាទលោកស្រីមើលឃើញថាបើសិនជាអ្នកនិពន្ធក្តីសិល្បករក្តីពីចំនួននោះឧបដិឡើងបានថាកើតឡើងនៅក្នុងពេលបច្ចុប្បន្នទៅវិញតើលោកស្រីមានជំនឿថាវិស័យភាពយន្តរបស់ខ្មែរនឹងដំណើរការល្អដោយនៅក្នុងសម័យនឹងអាចទាក់ទាញអ្នកទស្សនាបានច្រើនដូចក្នុងសម័យនោះទេខ្ញុំនឹកថាបែបមិនតាមយោបល់ខ្ញុំណាបាទប្រហែលចូលពិបាកដែរចាពិបាកទាញណាព្រោះអីឥឡូវនេះគេមិនទៅដូចថាគេមិនទៅយល់ស្របនឹងអាវិញចំនួនយើងណាចាតែមូលទោះបីក្មេងៗឥឡូវហ្នឹងក៏គេគិតថាចំនួនមុនវាបុរាណពេកឥឡូវនេះគេតាមសម័យអ៊ីនធឺណិតហើយម្ល៉េះហើយខ្ញុំលើកតែសម្ដីគេនិយាយគ្រប់គ្នាអញ្ចឹងណាចាបាទពីរឿងថាចំនួនមុននឹងបុរាណពេកក៏ដោយចុះក៏ប៉ុន្តែមានទស្សនាជាច្រើននៅតែយល់ឃើញថាសម័យមុនគឺធ្វើល្អឥតខ្ចោះហើយលោកស្រីប្រៀបធៀបមើលថាភាពល្អឥតខ្ចោះនៅក្នុងសម័យមុនហើយនឹងនាពេលបច្ចុប្បន្នអ្វីត្បិតតែទំនើបសកលនឹងគឺថាវាសម្បូរបែបមែនប៉ុន្តែនៅតែវិស័យភាពយន្តនឹងភាសាមួយម៉ាត់ស្ទើរតែងើបមុខមិនរួចតើលោកស្រីមើលឃើញយ៉ាងម៉េចពីទស្សនៈពីរនេះបាទមកពីចេះផងតាមខ្ញុំយល់តែតាមខ្ញុំយល់ថាយើងចង់ធ្វើពីចំនួនដើមយើងធ្វើថតមួយរឿងទៅយើងនឹកថាមានប្រជាជនច្រើនដែលគេគាំទ្រហើយគេមើលម្ល៉េះហើយយើងហ៊ានចំណាយលុយចាឥឡូវនេះមានភាគច្រើនដែលគ្នាមិនហ៊ានចំណាយដោយសារយើងចាក់យកដល់ប្រែងវិញអត់បានណាចាម្ល៉េះហើយម្នាក់ទៅធ្វើតែឲ្យមិនអស់ពីដៃចាមិនធ្វើមិនទាន់អស់ដៃអស់ជើងម្ល៉េះហើយគេតែធ្វើបន្ថែមទៅដើម្បីជៀបទង់ថែមការសិនណាតែខ្ញុំយល់ថាថ្ងៃក្រោយប្រហែលជាថ្ងៃក្រោយទៅមុខហ្នឹងខ្ញុំជឿថាគេធ្វើបានប្រសើរព្រោះអីមនុស្សទៅគាត់ចេះតែហ៊ានតិចម្ដងណាចាពេលដែលយើងចំណាយថតភាពយន្តបើកាលណាយើងចំណាយលុយច្រើនខ្ញុំយល់ថាឃើញតែល្អច្រើនដែរចាព្រោះយើងគិតចង់ណាចាយើងក៏ប្រឹងទាំងអស់គ្នាទៅខ្ញុំថាជឿនលឿនចាបាទអរគុណណាស់អ្នកស្រីសូមជម្រាបលាអ្នកស្រីត្រឹមប៉ុណ្ណេះចុះបាទចាអរគុណចាបាទជម្រាបលាបាទលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរបស់វិទ្យុអេស៊ីសេរីសម្រាប់រាត្រីនេះចប់តែត្រឹមនេះខ្ញុំសូមជូនពរដល់អស់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រុងចម្រើនកំបីគ្លៀងគ្លាឡើយនាងខ្ញុំអ៊ុំរៀងសីនិងលោកមុំមនីរតព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអេស៊ីសេរីសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី
យស្ថាប័នបោះឆ្នោតស្វាគមន៍ការយកចិត្តទុកដាក់នេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកហងពុទ្ធាថ្លែងថាពលរដ្ឋគ្រប់រូបឬគណៈបកនយោបាយមានសិទ្ធិប្តឹងតវ៉ាឬប្តឹងជំទាស់ចំពោះដំណើរការនៃការចុះឈ្មោះបោះឆ្នោតប្រសិនបើមានភាពមិនប្រក្រតីកើតឡើងក្រោយពេលដែលគយជបបិទបញ្ជីចុះឈ្មោះបោះឆ្នោតដំបូងលោកបញ្ជាក់ថានេះជាការចូលរួមល្អមួយដើម្បីធានានៅបញ្ជីបោះឆ្នោតមានលក្ខណៈល្អប្រសើរការបោះឆ្នោតមួយដែលមានតម្លាភាពมันអាចកាត់ផ្ដាច់បានពីការចូលរួមរបស់អ្នកសង្កេតការនៃគណៈបកនយោបាយឬក៏ហៅថាភ្នាក់ងារគណៈបកនិងអ្នកសង្កេតការជាតិនិងអន្តរជាតិបាននោះទេអញ្ចឹងក៏ជបស្វាគមន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី18ខែសីហាគណៈបកសង្គ្រោះជាតិប្រកាសថានឹងពឹងពាក់មេធាវីដើម្បីរៀបចំពាក្យបណ្ដឹងប្តឹងជនបរទេសដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសច្បាប់យកទៅចុះឈ្មោះបោះឆ្នោតទៅគយជបនិងទៅតុលាការក្រុមសមាជិកសភាគណៈបកសង្គ្រោះជាតិក៏ក្រុងស្នើទៅក្រសួងយុតិធធម៌សូមឲ្យផ្ដល់នូវបញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតិទុម្រនីយកម្មត្រឹមត្រូវតាមច្បាប់ដោយឡែកចំពោះគណៈបកប្រជាជនកម្ពុជាវិញមិនទាន់បង្ហាញសកម្មភាពរបស់ខ្លួនក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតនៅឡើយទេអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសាននិយាយថារដ្ឋាភិបាលដែលគ្រប់គ្រងដោយគណៈបកប្រជាជនកម្ពុជាកំពុងធ្វើការលើរឿងនេះហើយដូច្នេះគណៈបកមិនចាំបាច់បង្ហាញសកម្មភាពអ្វីឲ្យវែងឆ្ងាយជាងនេះទៀតទេគណៈបកប្រជាជនជាគណៈបកដឹកនាំអំណាចកាន់អំណាចទៅជាមិនបាច់ទេធ្វើឲ្យវែងឆ្ងាយទេដូច្នេះបញ្ហានេះមិនបាច់គណៈបកសង្គ្រោះជាតិធ្វើក៏គណៈបកប្រជាជននឹងរាជរដ្ឋាភិបាលធ្វើដែរគណៈបកសង្គ្រោះជាតិនឹងស្នើទៅក្រសួងមហាផ្ទៃដើម្បីស្រាវជ្រាវនិងចាត់វិធានការចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខុសច្បាប់សេចក្តីប្រកាសព័ត៌មានដដែលថានឹងសហការជាមួយក្រសួងមហាផ្ទៃក្នុងការផ្ដល់ឈ្មោះជនបរទេសដែលបានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់តែតងរឿងនេះដែរในចុងសប្តាហ៍នេះរដ្ឋាភិបាលបានបង្ហាញរបាយការណ៍ថាជនអន្តោប្រវេសន៍វៀតណាមប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតីជាង 90,000 នាក់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកសុកថុលថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូងស្ដីពីការគ្រប់គ្រងជនអន្តោប្រវេសន៍នៅថ្ងៃទី19ខែសីហាប្រមានថានឹងបញ្ជូនអ្នកទាំងនោះទៅប្រទេសកំណើតវិញនិងទប់ស្កាត់មិនឲ្យពួកគេយកឯកសារមិនប្រក្រតីទាំងនោះទៅចុះឈ្មោះបោះឆ្នោតឡើយអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណស្នើទៅក្រសួងមហាផ្ទៃធ្វើរឿងនេះឲ្យបានមុនការចុះឈ្មោះបោះឆ្នោតដើម្បីធានាថាបញ្ជីឈ្មោះបោះឆ្នោតមានភាពសុក្រឹតលោកឲ្យដឹងទៀតថាក្នុងពេលចុះឈ្មោះបោះឆ្នោតខាងមុខគណៈបកសង្គ្រោះជាតិនឹងពង្រាយភ្នាក់ងាររបស់ខ្លួនទូទាំងប្រទេសជាង 3,000 នាក់ដើម្បីឃ្លាំមើលដំណើរការនេះហើយភ្នាក់ងារហ្នឹងគាត់សង្កេតមើលសង្កេតការតែបើសិនជាឃើញមានភាពមិនប្រក្រតីនៃឯកសារណាមួយគាត់អាចជជែកជាមួយនឹងប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោតហើយយើងបើឃើញមានភាពមិនប្រក្រតីអានឹងយើងដាក់ពាក្យបណ្ដឹងជំទាស់ទៅការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅដើមខែកញ្ញាដល់ចុងខែវិច្ឆិកាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ 2017 និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ 2018 ក្រៅពីគណៈបកសង្គ្រោះជាតិគេមិនទាន់ឃើញគណៈបកនយោបាយណាផ្សេងទៀតប្រកាសតាមដានដំណើរការនេះនៅឡើយទេសង្គមស៊ីវិលដែលធ្វើការងារទាក់ទងការបោះឆ្នោតស្នើឲ្យគ្រប់គណៈបកនយោបាយចូលរួមសង្កេតការណ៍នៃដំណើរការនៃការចុះឈ្មោះបោះឆ្នោតខ្ញុំប្រជាវ៉ាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីសេចក្តីរាយការណ៍មួយទៀតឲ្យដឹងថាសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីប្រមាណ600នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុង Springvale ในទីក្រុង Melbourne ในប្រទេសអូស្ត្រាលីដើម្បីប្រមូលប្រជុំវេទិកាសាធារណៈសម្ដែងមតិមួយនៅថ្ងៃទី20ខែសីហាស្ដីពីកិច្ចកម្មលោកបណ្ឌិតកែមលីការរំលោភសិទ្ធិមនុស្សនិងការដាក់ឈ្មោះតំណាងរាស្ត្រខ្មែរអូស្ត្រាលីប្រចាំរដ្ឋ Victoria លោកខុងលីមចូលក្នុងបញ្ជីខ្មៅបានអ្នកស្រីខែសំណងរាយការណ៍បន្ថែមអំពីរឿងនេះសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្មស្នើរដ្ឋាភិបាលប្រទេសអូស្ត្រាលីដាក់គំនាបលើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនឲ្យចូលទៅប្រទេសអូស្ត្រាលីរហូតដល់មានការកែតម្រង់ទៅលើស្ថានភាពនយោបាយនិងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបន្ទាប់ពីបានជួបប្រជុំគ្នាអស់ជាច្រើនម៉ោងនៅក្នុងវេទិកាសាធារណៈនៅថ្ងៃទី20ខែសីហាសហគមន៍ខ្មែរនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីបានធ្វើសេចក្តីសម្រេចចិត្តមួយដាក់ជូនទៅតំណាងរាស្ត្រនៃមណ្ឌលដែលពួកគេរស់នៅ
អភិបាលក្រុង Greater Dandenong លោកតាក់មេងហៀងថ្លែងថាសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្មបានតាក់តែងសេចក្តីសម្រេចចិត្តមួយជាតំណាងឲ្យសម្លេងនៃពលរដ្ឋខ្មែរដែលជាការទាមទារនិងសំណូមពររបស់ប្រជាពលរដ្ឋដោយស្នើរដ្ឋាភិបាលប្រទេសអូស្ត្រាលីថ្កោលទោសដល់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឲ្យដោះស្រាយបញ្ហាមួយចំនួនដូចជាបញ្ឈប់ការរំលោភសិទ្ធិមនុស្សការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិនិងការជួបប្រជុំបញ្ឈប់ការបំផិតបំភ័យលើតំណាងរាស្ត្រគណៈបកប្រឆាំងស្វែងរកឃាតករសម្រាប់លោកបណ្ឌិតកែមលីនិងស្នើឲ្យរដ្ឋាភិបាលប្រទេសកម្ពុជាបញ្ឈប់ការគាបសង្កត់ដែលដាក់ឈ្មោះតំណាងរាស្ត្រខ្មែរអូស្ត្រាលីប្រចាំរដ្ឋវីកតូរីយ៉ាលោកហុងលឹមនៅក្នុងបញ្ជីខ្មៅមិនឲ្យចូលប្រទេសកម្ពុជាជាដើមនេះគឺជាការបញ្ចេញមតិរបស់ប្រជាជនតាមកម្ពុជាខ្មែរជាការជឿចាប់ចំពោះការសម្លាប់លោកបណ្ឌិតកែមលីនៅតែមិនទាន់ស្វែងរកយុត្តិធម៌នៅឡើយដូច្នេះយើងខំជឿជាឲ្យរដ្ឋាភិបាលគាត់ធ្វើការស៊ើបអង្កេតពេញលេញមួយដើម្បីផ្ដល់យុត្តិធម៌ឲ្យក្រុមគ្រួសារលោកបណ្ឌិតកែមលីហើយនិងសង្គមខ្មែរយើងទាំងអស់គ្នាបាទយើងនៅក្នុងប្រទេសដែលមានតែបណ្ដាយការទាមទាររបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ចំពោះអ្នកដឹកនាំបាទពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីមួយរូបទៀតគឺអ្នកស្រីវ៉ាម៉ាលីណាថ្លែងថាអ្វីត្បិតតែពួកគាត់រស់នៅសុខសាន្តក្នុងទឹកដីប្រទេសអូស្ត្រាលីក្តីប៉ុន្តែពួកគាត់យល់ថារដ្ឋាភិបាលកម្ពុជាត្រូវតែកែតម្រង់កុំឲ្យបន្តការគាបសង្កត់និងរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាតទៅទៀតយើងនឹងបញ្ជូនសារពីជាប្រកខ្មែរទាំងអស់ដែលនៅនឹងហ្នឹងទៅឲ្យរដ្ឋាភិបាលនៅស្រុកខ្មែរហ្នឹងបានដឹងថាបើទោះជាពួកយើងហ្នឹងបានសុខសាន្តក៏ដោយប៉ុន្តែពួកយើងអត់សុខចិត្តទេនៅការរំលោភសិទ្ធិមនុស្សការចាប់ចងសកម្មជនសិទ្ធិមនុស្សនៅក្នុងស្រុកខ្មែរហ្នឹងហើយក៏យើងនឹងធ្វើជាលិខិតឬក៏ជាញត្តិមួយឲ្យទៅខាងរដ្ឋាភិបាលអូស្ត្រាលីហ្នឹងជួយគ្រប់គ្រងឲ្យរកយុត្តិធម៌សម្រាប់លោកកែមលីគ្រប់គ្រងឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សក៏ដូចជាការគម្រាមកំហែងផ្លែកផ្នែកចិត្តទៅលើលោកលឹមហុងដែរដោយការដាក់បញ្ចូលរូបទៅក្នុងជីខ្មែរនឹងឆ្លើយតបទៅនឹងការលើកឡើងនេះអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានបានហៅតំណាងរាស្ត្រខ្មែរអូស្ត្រាលីប្រចាំរដ្ឋវីកតូរីយ៉ាលោកហុងលឹមថាជាអ្នកតំណាងរាស្ត្រអត់ពូជលោកថាលោកមិនចាប់អារម្មណ៍ចំពោះការសម្ដែងមតិរបស់ពលរដ្ឋខ្មែរនេះទេហើយការលើកឡើងនេះមិនបានធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលីនិងប្រទេសកម្ពុជាឡើយហើយការសម្ដែងមតិនេះទៀតសោតគឺជារឿងមួយគួរឲ្យអស់សំណើចអ្នកចូលរួមជាមួយនឹងតំណាងរាស្ត្រអត់ពូជចឹងបើថាហាមមិនឲ្យនាយករដ្ឋមន្ត្រីកម្ពុជាឬក៏អិសរាជជនកម្ពុជាទៅចូលនៅក្នុងអូស្ត្រាលីបានសេចក្តីថាគេដាក់ខ្លួនគេឲ្យដាច់ឆ្ងាយពីប្រទេសកម្ពុជាឬស្រេចទៅហើយបើសិនជាតាមព្រឹស្ដីឬការឆ្លើយតបទៅវិញឬប្រតិកម្មទៅវិញបើយើងដឹងថាអ្នកណាមួយដែលប្រឆាំងនឹងការងារនេះយើងធ្វើសងទៅវិញមិនឲ្យពួកនឹងជន់ដីកម្ពុជាវិញតែយ៉ាងម៉េចដែរតែប៉ុន្តែខ្ញុំអត់ជឿរាជរដ្ឋាភិបាលធ្វើនៅអំពើស្មោកគ្រោកដោយពួកការគិតរបស់ពួកក្រុមនោះទេអានេះក៏ជារឿងសម្បត្តិរបស់ពួកគេទេបើសិនជាយើងព្រៀបធៀបនិយាយអំពីអ្វីដែលបានគេស្ថានទូតអូស្ត្រាលីបានបញ្ជាក់ពីចំពោះគេរួចស្រេចដែរហើយពីព្រោះរឿងនេះជារឿងរបស់ប្រជាជាតិនិងប្រជាជាតិតំណាងរាស្ត្រខ្មែរអូស្ត្រាលីប្រចាំរដ្ឋវីកតូរីយ៉ាលោកហុងលឹមកាលពីពេលថ្មីនេះបានផ្ដល់សម្ភាសន៍ជាមួយអាស៊ីសេរីដោយបានប្រដូចរបបដឹកនាំបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាជារបបដេរិឆានហើយបន្ទាប់មកលោកត្រូវបានក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសថាលោកគឺជាជនដែលមិនស្វាគមន៍ឲ្យមកកម្ពុជាចា៎នាងខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីរបាយការណ៍សង្ខេបរបស់លេខាធិការដ្ឋានច្រកចេញចូលទៅមួយសម្រាប់បំពេញបែបបទនាំចេញអង្គរបង្ហាញថាបរិមាណអង្គរដែលនាំចេញសរុបរយៈពេល7ខែដើមឆ្នាំ2016មានការថយចុះរហូតជិតដល់ 7% បើធៀបនឹងបរិមាណនាំចេញ7ខែដូចគ្នានៅឆ្នាំ2015អ្នកជំនាញកសិកម្មយល់ថាការថយចុះនេះជាសញ្ញាបង្ហាញក្តីបារម្ភថ្មីនៅក្នុងឧស្សាហកម្មអង្គរចាសសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍នេះនៅក្រោយការផ្សាយព័ត៌មានប្រចាំថ្ងៃនាពេលបន្តិចទៀតនេះលោកនាងជាទីមេត្រីក្រុមអ្នកអភិរក្សវប្បធម៌រៀបចំកម្មវិធីរំលឹកគុណនិងស្នាដៃអ្នកនិពន្ធសិល្បករចំនួនដើមនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី20ខែសីហានេះចង់ដឹងថាតើការប្រារព្ធពិធីរំលឹកគុណនេះគោលបំណងសំខាន់របស់ក្រុមអ្នករៀបចំបានផ្ដោតសំខាន់ទៅលើអ្វីនោះបាទលោកប្រាជេវដែលបានតាមដានពីព្រឹត្តិការណ៍នេះមានសេចក្តីរាយការណ៍ផ្ទាល់តែម្ដងជំរាបសួរលោកប្រាជេវបាទជំរាបសួរលោកមុំនីរតនិងលោកអ្នកស្ដាប់ជាទីគោរពបាទអរគុណជំរាបសួរលោកដឹងថាតើខ្លឹមសារសំខាន់នៃការប្រារព្ធពិធីរំលឹកគុណនឹងគេផ្ដោតទៅលើអ្វីជាសំខាន់ទេជាពិសេសទេបាទ
បាទកម្មវិធីនេះមានឈ្មោះមួយមើលអាឡ័យមានន័យថាក្មេងៗជំនាន់នេះគឺនៅអាឡ័យស្នាដៃធ្វើគុណនៅសម័យមុនដែលអ្នកធ្វើគុណសម័យមុនដែលគាត់បានផលិតគុណទៅមានទទួលបានស្នាដៃការចាប់អារម្មណ៍ច្រើនពីទស្សនិកជនអញ្ចឹងគាត់រំលឹកវិធីនេះឡើងដើម្បីជាការដឹងគុណទៅដល់សិល្បករសិល្បករនីក៏ដូចជាអ្នកនិពន្ធចំនួនមុនដែលបានអ្នកខ្លះបានបាត់បង់ជីវិតហើយអ្នកខ្លះក៏គាត់នៅមានជីវិតក៏ប៉ុន្តែគាត់មានវ័យកាន់តែជ្រាលទៅហើយបាទគឺមានខាងណាចូលរួមខ្លះទេលោកប្រាជ័យមានក្រុមសិល្បករចំនួនដើមទេឬក៏ថាមានតែយុវជនសុទ្ធទេបាទអូបើនិយាយរឿងយុវជនច្រើនសង្កេតសាលប៉ុន្តែអ្នកសំខាន់ដែលខ្ញុំសង្កេតឃើញមានខាងរដ្ឋាភិបាលគឺរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកស្រីសម្មាលរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកស្រីភឿងសក្កណាព្រមទាំងអ្នកធ្វើការតាក់ទងវិស័យសិល្បៈហើយចំណែកឯតារាវិញគឺថាអ្នកសិល្បៈមានទាំងអ្នកសិល្បៈសម័យមុនអ្នកស្រីវីរៈតារាឬYou're listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយ Vuthu Azizi Serai នេះជាកម្មវិធីផ្សាយរបស់ Vuthu Azizi Serai ជាភាសាខ្មែរ Vuthu Azizi Serai សូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំអ៊ុំរៀងសីសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ Vuthu Azizi Serai ជាទីមេត្រីខ្ញុំបាទមកមនីរតក៏សូមជម្រាបសួរលោកអ្នកនាងទាំងអស់ជាទីគោរពរាប់អានជាងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃសៅរ៍200ខែស្រាប់ឆ្នាំវកអត្តស័កពុទ្ធសករាជ2560ដែលត្រូវនឹងថ្ងៃទី20ខែសីហាគ្រិស្តសករាជ2016បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃប្រតិជនបុត្របន្ទិញមិនទាន់សម្រេចប្រតិចូលរួមវេទិការបស់លោកហ៊ុនសែនគូជបស្វាគមន៍ជំហរបកប្រឆាំងនៃប្តឹងជនបរទេសកាន់អត្តសញ្ញាណប័ណ្ណខ្មែរខុសច្បាប់ក្រុមនៃអភិរក្សវប្បធម៌រៀបចំកម្មវិធីរំលឹកគុណនិងស្នាដៃនិពន្ធសិល្បករចំនួនដើមសហព័ន្ធខ្មែរនៅអូស្ត្រាលីស្នើរដ្ឋាភិបាលដាក់គំនាបមិនឲ្យលោកហ៊ុនសែនចូលប្រទេសអូស្ត្រាលីរហូតមានកំណែទម្រង់ប្រទេសជាមុនសិនរួមនឹងព័ត៌មានសំខាន់ៗដទៃទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទមកមនីរតសូមជូនព័ត៌មានទាំងនេះពិស្ដាក្រសួងបរិស្ថានបានដាក់លិខិតមួយច្បាប់និមន្តប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមចូលរួមពិគ្រោះយោបល់ពិភាក្សាដោយមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដឹកនាំកិច្ចពិគ្រោះយោបល់ដែលគ្រោងនឹងពិភាក្សាក្រមប្រធានបទការពារនិងអភិរក្សធនធានធម្មជាតិនេះត្រូវបានបដិជគុណបុត្របន្ទិញបញ្ជាក់ប្រតិថាព្រះអង្គនៅទីរារែកក្នុងការចូលរួមនៅឡើយរហូតមកដល់ពេលនេះព្រះសង្ឃដែលសកម្មក្នុងកិច្ចការសង្គមនិងធ្លាប់រងសម្ពាធផ្លូវនយោបាយផងគឺប្រតិជនបុត្របន្ទិញមានថេរដីកាថាវេទិកាដែលគ្រោងរៀបចំដោយរដ្ឋាភិបាលគឺព្រះអង្គនៅមិនទាន់ប្រកាសនៅឡើយទេក្នុងការនិមន្តចូលរួមវេទិកាថ្នាក់ជាតិដែលគ្រោងនឹងដំណើរការនៅថ្ងៃទី22ខែសីហាខាងមុខនេះមានថេរដីកាតាមទូរស័ព្ទប្រតិជនបុត្របន្ទិញយល់ថាលិខិតដែលនិមន្តព្រះអង្គឲ្យចូលរួមវេទិកាថ្នាក់ជាតិដែលនិយាយពីបរិស្ថាននិងធនធានធម្មជាតិនេះគឺជាការផ្ដល់កិត្តិយសសម្បើមណាស់ពេកហើយរបស់រដ្ឋាភិបាលចំពោះព្រះអង្គក៏ប៉ុន្តែអ្វីដែលធ្វើឲ្យព្រះអង្គពិបាកប្រតិក្នុងការសម្រេចចិត្តចូលរួមនោះដោយសារមានហេតុផលមួយចំនួនក្នុងនោះទិដ្ឋាការឬវីសាដែលព្រះអង្គត្រូវចេញទៅក្រៅប្រទេសពិបាកក្នុងការពន្យាពេលម្យ៉ាងវិញទៀតសុខភាពរបស់ព្រះអង្គនៅពេលនេះមិនអំណោយផលថែមទៀតផងទទួលវីសាទៅបំពេញទស្សនកិច្ចនៅស្រុកអាមេរិកហ្នឹងតាំងពីថ្ងៃទី5ខែ7ហើយបានផ្លាស់ប្ដូរជាងយន្តហោះម្ដងហើយម្ដងទៀតក្រោយពីលោកបណ្ឌិតត្រូវបានគេបាញ់សម្លាប់ក៏ឡៃរវល់កិច្ចការហ្នឹងក៏ចេះតែដូរជាងយន្តហោះពីរដងហើយឥឡូវនេះមកដល់ម៉ោងនេះមិនទាន់បានដឹងថាអាចដូរជាងយន្តហោះបានឬក៏យ៉ាងណាទេខាងក្រុមហ៊ុនអាកាសចរគេកំពុងតែធ្វើការទាក់ទងក្រុមហ៊ុនគេដើម្បីធ្វើការផ្លាស់ប្ដូរសម្បត្តិយន្តហោះលិខិតនិមន្តលើកនេះរបស់ក្រសួងបរិស្ថានបានក្លាយជាមន្ទិលសង្ស័យថ្មីមួយទៀតមកលើសកម្មជនសង្គមការបង្ហាញជំហរឲ្យមានការចូលរួមយ៉ាងពេញលេញនេះអ្នកខ្លំមើលផ្នែកសិទ្ធិមនុស្សពីខាងសង្គមស៊ីវិលយល់ថានេះប្រហែលជារដ្ឋាភិបាលចង់ផ្សះផ្សាផ្លូវចិត្តផងនិងកសាងជំនឿចិត្តផងបើទោះជាបែបណាជំងឺធ្លាក់ទឹកចិត្តរបស់ប្រជាពលរដ្ឋបានកើតឡើងរួចទៅហើយតាមរយៈការបាញ់សម្លាប់លោកមនិតកែមលី
một số bài đã tây chiaរបស់រដ្ឋាភិបាលដូចជាគម្រាមកំហែងទៅលើសកម្មជនដីធ្លីអ្នកការពារសិទ្ធិមនុស្សនិងអ្នកនយោបាយបកប្រឆាំងជាដើមទាំងនេះសុទ្ធតែជាទង្វើដែលពលរដ្ឋពិចារណាពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលកាលពីថ្ងៃទី8ខែសីហាក្រសួងបរិស្ថានបានផ្ញើលិខិតមួយច្បាប់ប្រគេនប្រតិជនប៊ុនបន្ទិញក្នុងលិខិតនិមន្តរបស់ក្រសួងបរិស្ថានដែលរៀបចំវេទិកានៅវិមានសន្តិភាពនោះគឺយោងតាមចំណាររបស់លោកហ៊ុនសែនកាលពីថ្ងៃទី1ខែសីហាដែលត្រូវនិមន្តប្រតិជនប៊ុនបន្ទិញចូលរួមបើទោះជាបែបណាមកដល់ពេលនេះប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុទ្ធធម៌សង្គមអង្គនេះព្រះអង្គយល់ថាវត្តមានរបស់ព្រះអង្គក្នុងវេទិកាថ្នាក់ជាតិដ៏មានសារៈសំខាន់នេះប្រហែលជាខកខានច្រើនជាងចូលរួមទៅវិញជុំវិញរឿងនេះអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើវិស័យបរិស្ថានយល់ឃើញថានេះជាការវិវត្តថ្មីមួយរបស់រដ្ឋាភិបាលដែលចាប់ផ្ដើមខ្វល់ខ្វាយនិងព្រួយបារម្ភរឿងវិនិស្សកម្មធនធានធម្មជាតិមានការរិះគន់ជាច្រើនក្នុងពេលកន្លងទៅថាអ្នកការពារព្រៃឈើមិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់មិនត្រឹមតែប៉ុណ្ណោះថែមទាំងបើកឱកាសឲ្យអ្នកប្រព្រឹត្តបទល្មើសព្រៃឈើបាញ់សម្លាប់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដោយស្រួលហើយព្យាយាមបិទបាំងសំណុំរឿងដោយមិនអស់ចិត្តជាពិសេសការស៊ើបអង្កេតរបស់សមត្ថកិច្ចផ្ទុយពីអ្វីដែលសង្គមស៊ីវិលរកឃើញទៅវិញមានឧទាហរណ៍ដូចជាសំណុំរឿងលោកឈុតវុធីជាដើមលោកអំសមត្ថមន្ត្រីជាន់ខ្ពស់អង្គការលីកាដូយល់ឃើញថាព្រះអង្គកំពុងស្ថិតនៅក្នុងចន្លោះនៃសម្ពាធទាំងសងខាងគឺត្រូវជំនះចំពោះការរិះគន់ពីពលរដ្ឋផងបើព្រះអង្គមិនបង្ហាញជំហរក្នុងការនិមន្តចូលរួមទេវាកាន់តែមានផលអាក្រក់ថែមទៀតពីខាងរដ្ឋាភិបាលផងខ្លាចថាតែដល់នឹងអាចជំនាញប្រជាពលរដ្ឋឬក៏សហគមន៍ការពារធនធានធម្មជាតិទាំងព្រៃឡង់អាចចោទប្រកាន់ព្រះអង្គថាអាចនឹងរងនឹងការសម្ពាធអីផ្សេងៗក្រោយពីការចូលរួមហើយភាគច្រើនតែគេថាមិនគួរចូលរួមអញ្ចឹងណាអានេះបើយើងនិយាយអញ្ចឹងព្រះអង្គកំពុងតែថាទៅក៏ខុសមិនទៅក៏ខុសហើយឥឡូវនេះវាអាចទៅជាអញ្ចឹងប៉ុន្តែខ្ញុំគិតថាវាជាការពន្លឺជាសាធារណៈហើយក្រុមអង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកថាការទាមទារចង់ឲ្យមានការចូលរួមពីដៃគូពាក់ព័ន្ធប៉ុន្តែមិនទប់ស្កាត់ការប្រព្រឹត្តបទល្មើសបានន័យថានេះជាចំណុចខ្សោយនិងជាភាពអសកម្មរបស់រដ្ឋាភិបាលយន្តការដែលមានស្រាប់របស់រដ្ឋអំណាចដូចជាក្រសួងនិងរហូតដល់អាជ្ញាធរថ្នាក់មូលដ្ឋានអង្គការចាត់តាំងទាំងនេះគឺជាសេនាធិការដ៏មានឥទ្ធិពលរបស់រដ្ឋាភិបាលដែលចាំបាច់ត្រូវប្រើប្រាស់ឲ្យមានប្រសិទ្ធភាពអ្នកខ្លាំមើលផ្នែកបរិស្ថានយល់ឃើញថាផ្ទុយទៅវិញការការពារនិងអភិរក្សធនធានរបស់រដ្ឋមានតែសកម្មជននិងអង្គការមិនមែនរដ្ឋាភិបាលទៅវិញមិនតែប៉ុណ្ណោះពួកគេទាំងនោះមិនត្រឹមតែពុំបានយកចិត្តទុកដាក់នឹងការគាំពៀពីរដ្ឋទេប៉ុន្តែថែមទាំងរងការគំរាមកំហែងហើយចុងក្រោយត្រូវផ្ដាច់ជីវិតជាដើមថែមទៀតទៅវិញផងបាទលោកនាងជាទីមេត្រីពាក់ព័ន្ធនឹងស្ថានភាពថាតើព្រះអង្គបុត្របន្ទិញនឹងនិមន្តចូលរួមឬក៏ថាមិនចូលរួមនៅក្នុងវេទិកាដែលគ្រោងនឹងរៀបចំដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅវិមានសន្តិភាពនាថ្ងៃទី22ខាងមុខពោលបានន័យថានៅដល់2ថ្ងៃខាងមុខទៀតនេះឬយ៉ាងណានោះយើងបានភ្ជាប់ទូរស័ព្ទទៅកាន់ព្រះអង្គបុត្របន្ទិញតែម្ដងខ្ញុំកណាសូមថ្វាយបង្គំព្រះអង្គពូខ្ញុំមិនពូញោមមនីរតនឹងអ្នកស្ដាប់វិទ្យុអស៊ីសេរីបានពូកណាដោយសេចក្តីរាយការណ៍ពីខាងដើមមិញហើយថាព្រះអង្គដោយសារមានបញ្ហាមួយចំនួនបន្ទាប់ពីរឿងសុខភាពផងអីផងហើយក្នុងនោះគឺថាមានឯកសារផ្លូវច្បាប់ដែលព្រះអង្គបានដាក់រួចទៅហើយទៅកាន់ស្ថានទូតអីសពបែបយ៉ាងក្នុងការដែលបំពេញបេសកកម្មទៅក្រៅប្រទេសក៏ប៉ុន្តែជាឱកាសហើយនៅពេលនេះព្រះអង្គតែងតែមានថេរដីកាម្ដងហើយម្ដងទៀតក្នុងពេលកន្លងទៅថានឹងចង់មានការជជែកនឹងដាក់សំណើផងទៅកាន់រដ្ឋាភិបាលជាពិសេសតាមរយៈលោកនាយករដ្ឋមន្ត្រីនឹងឥឡូវពេលនេះគឺថាមានការបើកភ្លើងខៀវភ្លើងក្រហមអីចឹងទៅហើយហេតុដូចម្ដេចគឺព្រះអង្គនៅតែមានប្រតិរិយាក្នុងចំណុចនឹងទៀតព្រះអង្គកណាមានអីពិសេសជាងនឹងទេចម្រើនពុកបើមែនទេអាត្មាគិតថានេះជាពេលវេលាមួយដែលអ្នកទូចអាចអង្គុយឬក៏ឈរចំពោះមុខអ្នកធំនិយាយទៅកាន់អ្នកធំពីទុកកង្វល់របស់យើងហើយជារឿងមួយល្អប៉ុន្តែអ្វីដែលអាត្មាពិបាកនោះគឺសម្បត្តិយន្តហោះម្ដងហើយម្ដងទៀតផ្លាស់ប្ដូរព្រោះអាត្មាបានរៀបចំចាក់ចេញទៅក្រៅប្រទេសនោះទទួលបានការរៀបចំនោះតាំងពីថ្ងៃទី5ខែ7មកវាយូរហើយដែរហើយក្រោយមកជួបលោកបណ្ឌិតកែមលីថ្ងៃទី7នោះគាត់ក៏ប្រាប់ថាមិនសូវស្រួលអីទេសុវត្ថិភាពនៅក្នុងការគម្រាមកំហែងអញ្ចឹងក៏ពញាពេលជជែកគ្នាជាមួយគាត់ឲ្យធ្វើកិច្ចការបន្តទៀតសិនហើយទៅក្រោយមកគាត់ស្មាត់ដាច់ចិត្តថាកក់សម្បត្តិយន្តហោះអីទៅឡើងយន្តហោះថ្ងៃ19ខែ7អីហ្នឹងដល់ហើយទៅ
ឃើញថានៅមានកិច្ចការច្រើនទៀតកិច្ចការបុណ្យរបស់លោកបណ្ឌិតមួយចប់ហើយប៉ុន្តែរឿងកិច្ចការដឹងគុណលោកបណ្ឌិតវាមិនអាចត្រូវចប់ត្រឹមធ្វើបុណ្យគាត់ហើយចប់ទេវាត្រូវធ្វើកិច្ចការដឹងគុណគាត់ទៀតច្រើនអញ្ចឹងបានពជាពីម្ដងទៀតទៅតែដល់ពេលឥឡូវនេះវាគីថ្ងៃជាមួយនឹងថ្ងៃហោះហើររបស់អាត្មាចំថ្ងៃគេរៀបចំពិធីនោះតែទទួលបានព័ត៌មានថ្ងៃយប់ថ្ងៃ16ព្រឹកថ្ងៃ17បានជជែកជាមួយនឹងក្រសួងបរិស្ថានហើយក៏ផ្ញើលិខិតនិមន្តនោះមកដល់យប់ថ្ងៃទី7ហើយយប់ថ្ងៃ19បានទទួលបានរបៀបវិរៈសង្ខេបអញ្ចឹងទៅអាត្មាកំពុងតែជជែកគ្នាជាមួយនឹងក្រុមហ៊ុនអាកាសចរថាតើអាចមានលទ្ធភាពណាមួយផ្លាស់ប្ដូរជើងយន្តហោះម្ដងទៀតទេហើយខាងអាកាសចរនោះក៏ថាថ្ងៃនេះថ្ងៃសៅរ៍ពិបាកក្នុងការជជែកគ្រូពិនិត្យនឹងទទួលបានសម្បត្តិនោះណាក៏ប៉ុន្តែមើលទៅឃើញសញ្ញារៀងល្អមួយដែរថាគេប្រឹងប្រែងផ្លាស់ប្ដូរសម្បត្តិយន្តហោះឲ្យអាត្មាបើសិនជាការផ្លាស់ប្ដូរសម្បត្តិយន្តហោះបានមិនទោះខុសអីទេក្នុងនាមជាប្រសងខ្មែរក្នុងនាមជាអ្នកធ្វើកិច្ចការផ្នែកបរិស្ថានបើបានឱកាសនិយាយជាមួយនឹងញោមនាយករដ្ឋមន្ត្រីដែលគាត់ធ្លាប់សន្យាគាត់ធ្លាប់បដិញ្ញារហូតដល់អាយុជីវិតរបស់គាត់ក៏គាត់ហ៊ានបូជាធ្វើទានចំពោះការការពារព្រៃឈើនឹងដែរអញ្ចឹងអាត្មាពេញចិត្តហើយបើបានជួបផ្ទាល់យើងជជែកពីរឿងការការពារព្រៃឈើវាចាំបាច់ណាស់បើវាមិនទាន់ហួសពេលខ្លាំងពេកទេប៉ុន្តែដល់ពេលវេលាដែលយើងត្រូវធ្វើកិច្ចការហើយមិនមែនគ្រាន់តែចូលរួមជាមួយគ្នាបដិញ្ញាហើយថតរូបរួមគ្នាយករូបភាពអីមួយនោះស្មារតីថាมันជាចំណេញអញ្ចឹងត្រូវទៅចូលរួមហើយធ្វើការបដិញ្ញារួមគ្នាធ្វើកិច្ចការឲ្យម៉ត់ចត់ប្រកបវិជ្ជាមិនមែនគ្រាន់តែថាដល់ថ្ងៃក្បែរយើងធ្វើកិច្ចការនឹងសំលេងនយោបាយអីទៅយើងខំប្រឹងហៅមនុស្សជួបជុំស្មារតីថានោះតើអត់មានប្រសិទ្ធភាពព្រៃឈើនោះអស់ប៉ុន្តែបើបញ្ញាចិត្តរឿងមុំក្រោយពីការជជែកក្រោយពីការនិយាយយោគយល់គ្នាពីអ្វីដែលយើងចង់បានពីអ្វីដែលជាតិយើងត្រូវការចាំបាច់អាត្មាគិតថាចំណេញមិនជាខាតអីទេរឿងមតិយោបល់យល់ផ្សេងគ្នាអីហ្នឹងវាតែងតែមានជាប្រក្តីនៅក្នុងកិច្ចការដែលយើងធ្វើសម្រាប់សាធារណជនហើយធ្វើសម្រាប់ប្រទេសជាតិកណាកិច្ចការធ្វើសម្រាប់ប្រទេសជាតិវាតែងតែមានមតិជាតិនឹងចូលរួមហើយមិនពោអាត្មាទទួលស្គាល់កន្លែងនោះប៉ុន្តែយើងក៏ត្រូវតែហ៊ានពុះពៀធ្វើកិច្ចការរួមគ្នាហើយធ្វើកិច្ចការត្រូវទៀតមិនមែនរួមគ្នាធ្វើអ្វីដែលខុសហើយចិត្តរងគ្រោះហើយយើងចេះតែខំប្រឹងនឹងគ្នាធ្វើនោះអាត្មាមិនដែលមានជំហរប្រភេទនោះទេហើយការទៅចូលរួមទៀតសោះបើមានឱកាសបានទៅចូលរួមជំហរការពារព្រៃនៅដដែលជំហរស្រឡាញ់សាសនានៅដដែលជំហរស្រឡាញ់ជាតិនៅដដែលទោះជាចង់ប្រើប្រាស់វិធីណាយន្តការណាដើម្បីធ្វើឲ្យអាត្មាដោះដូរបេះដូងជាតិនិយមឬក៏កិច្ចការព្រៃឈើនិយមរបស់អាត្មាមិនដូរទេគណៈព្រះអង្គតាមគម្រោងថានឹងចាក់ចេញពីកម្ពុជាទៅនឹងពេលណាព្រះអង្គដែលថាគៀកហើយនឹងមានបញ្ហាក្នុងការផ្លាស់ប្ដូរជើងយន្តហោះឬក៏ពេលថ្ងៃ22ហ្នឹងអាត្មាហោះយន្តហោះទៅនិមន្តចេញហើយអាត្មាចេញយន្តហោះពីភ្នំពេញទៅតៃប៉េពីតៃប៉េទៅ LA យើងបានរៀបចំសម្បត្តិអីអស់គ្រូប៊ូលយូមកហើយអាត្មាបានដោះដូងម្ដងហើយម្ដងទៀតប៉ុន្តែពេលនេះអាត្មាបានជជែករឿងមួយជាមួយនឹងក្រុមអ្នករៀបចំនៅក្រសួងបរិស្ថានព្រោះកិច្ចការនេះកិច្ចការរបស់ក្រសួងបរិស្ថានជាមួយនឹងអង្គការដៃគូពិសេសម្ចាស់ជំនួយមានអង្គការ Windrock មានអង្គការ Denison មានអង្គការ USAID អីគេទៅចូលរួមក្នុងនាមជាម្ចាស់ជំនួយហើយអាត្មាមើលទៅឃើញថាជាឱកាសដែលម្ចាស់ជំនួយជួបជាមួយនឹងអ្នកដែលសុំជំនួយអ្នកដែលសុំជំនួយនោះមិនមែនថ្នាក់ទាបទេគឺថ្នាក់ប្រមុខរដ្ឋទេផងពួកគាត់សុំគេយូរមកហើយចឹងគឺថាពេលវេលានឹងអាចល្អហើយទៅចូលរួមជជែកវាប្រសើរហើយបានស្នើសុំទៅខាងក្រសួងបរិស្ថាននឹងថាផ្ដល់ឱកាសឲ្យអាត្មាកាន់មីក្រូនិយាយជាមួយញោមហ៊ុនសែនបាន2នាទីឬក៏3នាទីទេខាងក្រសួងបរិស្ថានថាអត់អីទេដែលគុណមុននិយាយទៅកាន់ឬក៏មានធិរៈនៃការទៅកាន់ញោមហ៊ុនសែនផ្ទាល់តែម្ដងដែលគុណរៀបរាប់ពីស្អីដែលគុណរកឃើញនៅក្នុងព្រៃឡង់ផលលំបាកស្អីដែលគុណជួបនៅព្រៃឡង់សូមដែលគុណមុនចោះអត់អីទេហើយគេរៀបកិច្ចការនោះឲ្យអាត្មាបានចូល2-3នាទីចឹងអាត្មាគឺថាបើមុនអាត្មាអោយចូលទៅអង្គុយស្ដាប់ថតរូបអាត្មាដូចមិនមែនពេញនិយមទេជីវិតនេះមិនចូលចិត្តថតរូបហើយរឿងមួយទៀតបើថាអង្គុយស្ដាប់គេនិយាយឲ្យតាមចិត្តគេយើង
ទៅអង្គុយប្រើពេលវេលា2 3ម៉ោងអត់បានសំណេះសំណាលផ្ដល់មតិពីទុកកង្វល់យើងទៅអីអត់មានចំណេញអីផងគឺចាំស្ដាប់ពីឡាយតាមទូរទស្សន៍មកវាចំណេញដូចតែគ្នានោះណាព្រះអង្គដោយសារតែព្រះអង្គបានលើកពីរឿងនឹងទៅហើយខ្ញុំកណាចង់សួរតើបើសិនជានៅពេលនឹងលោកនាយករដ្ឋមន្ត្រីប្រើប្រាស់អធិពលឬក៏ដាក់សម្ពាធណាមួយថាឲ្យតែព្រះអង្គត្រូវតែអនុវត្តតាមគោលការណ៍មួយចំនួនអញ្ចឹងទៅជាដើមឡាក់នឹងឡាក់ឬតែបន្ថយសកម្មភាពក្នុងការងារសង្គមតែព្រះអង្គព្រមព្រៀងទេឬក៏យ៉ាងម៉េចមិនអាចទេមិនអាចគម្រាមបុត្របុនទិញបានទេចំណានព្រោះអាត្មាហើយនឹងញោមហ៊ុនសែននេះមនុស្សជឿមុនអាគុំអមអាមដូចគ្នាទេយើងសូត្រធ្វើទៅដូចគ្នាទេបាទមុនដល់ចូលទៅទីនេះសូត្រមុនអាគុំប្រហែលគ្នាទេមិនណាចេះជាងណាទេឬមុនអាគុំដូច្នេះយើងរក្សាចំពោះដដែលឥឡូវនេះអត់ជឿស្អីទេគឺថាអ្វីត្រូវជឿលើកម្លាំងចិត្តអញ្ចឹងយើងជំរុញកម្លាំងចិត្តទៅតែមានការដាក់សម្ពាធឬគូប្រទើឲ្យដើមហើយអាត្មាគិតថាវាមិនត្រូវហើយសាររបស់អាត្មាគឺទទួលបានញោមនាយករដ្ឋមន្ត្រីហើយអាត្មាមើលឃើញតាមដានញោមនាយករដ្ឋមន្ត្រីច្រើនលើកគឺជាមនុស្សដែលមានមនោសញ្ចេតនាច្រើនពេលដែលកោះពីស្លាប់ឃើញញោមហ៊ុនសែនយំច្រើនជាងគេពេលដែលស្ដេចសែនអនុស្លាប់ឃើញញោមហ៊ុនសែនកើតយំសែនអនុសុយទីវង្គតឃើញកើតយំហើយឃើញរឿងផ្សេងទៀតគាត់ចេះយំគាត់ចេះអីដូច្នេះមនុស្សដែលចេះយំចេះអីអញ្ចឹងប្រហែលជាយើងអាចជជែកគ្នាបានក្នុងកម្រិតណាមួយអាត្មាមិនមានសុតិធិនិយមថាគិតយ៉ាងណានោះទេក៏ប៉ុន្តែមនុស្សដែលចូលចិត្តយំនិយាយចូលចិត្តអីអញ្ចឹងយើងអាចជជែកគ្នាបានក្នុងផលប្រយោជន៍ណាមួយដែលត្រឹមត្រូវប្រកបជាគិតនឹងផ្ដល់ឱកាសឲ្យអាត្មាជជែកហើយបើហៅទៅពីហៅទៅអីគេពីឆ្ងាយមកធ្វើបាបពីឆ្ងាយទៅមានអីចាំបាក់ហៅទៅអីអញ្ចឹងអាត្មាមិនជឿថាការហៅការនិមន្តនឹងចូលទៅធ្វើការបង្ខិតបង្ខំគម្រាមកំហែងអីយ៉ាងណានោះទេអាត្មាជឿថាប្រកបជាគិតនឹងផ្ដល់ឱកាសក្នុងនាមជាអ្នកកាន់សាសនាហើយអាត្មាជាអ្នកបុកវាត្រូវថាគិតពីនោះមិនមែនមានទូនាទីគម្រាមទេមានទូនាទីថ្លែងគុំអាត្មាបើវាត្រូវអានឹងបានជាពុទ្ធសាសនិកហើយជាអ្នកបុកសម្បានព្រោះអញ្ចឹងព្រះអង្គមានពុទ្ធិកាមានត្រេកការមិញថាលោកនាយករដ្ឋមន្ត្រីអាចចេះមន្តអាគមអីសូត្រអីអញ្ចឹងដូចព្រះអង្គនឹងព្រះអង្គជឿថាលោកនាយករដ្ឋមន្ត្រីចេះមន្តអាគមដូចព្រះអង្គហ្នឹងអញ្ចឹងឬយ៉ាងគឺថាគិតចេះច្រើនទី1ញោមនាយករដ្ឋមន្ត្រីជាក្លឹបនៅវត្តហើយគិតមានគ្រូមានអីច្រើនចឹងដែរគិតជឿណាស់រឿងអស់នោះចឹងអាត្មាជឿថាមនុស្សដែលស្រឡាញ់វប្បធម៌ស្រឡាញ់ជំនឿបរមបុរាណអញ្ចឹងវាងាយស្រួលក្នុងការជជែករឿងផ្លូវបុណ្យផ្លូវបាបដូច្នេះអ្វីដែលញោមហ៊ុនសែនក៏ធ្វើរឿងថ្ងៃនេះវាភាគច្រើនអត់មានមនុស្សហ៊ាននិយាយជាមួយគាត់ដោយស្មោះចំពោះវាមានតែប្រភេទមនុស្សនិយាយលើកជើងសម្ដេចធ្វើត្រូវហើយសម្ដេចធ្វើអានេះចំណេញហើយឈ្នះ 100% ហើយសម្ដេចទៅបោកពូតខ្លោកអានោះបានហ៊ានធ្វើ MMA ចំពោះអាមានប្រភេទមនុស្សទាំងពីរបញ្ចូលគេណាជីវិតរបស់អត់ចូលចិត្តបញ្ចូលនេះណាទេបើថាយ៉ាងណានិយាយយ៉ាងនោះគណៈជាលទ្ធផលអ្នកព័ត៌មាននឹងរងចាំមើលថាតើព្រះអង្គជឿថាព្រះអង្គមានរបៀបវិរៈច្រើនណាស់ក្នុងការជជែកជាមួយលោកនាយករដ្ឋមន្ត្រីក៏ប៉ុន្តែរឿងមួយទៀតដែលខ្ញុំមិនអាចចង់បានសំណួរចុងក្រោយហ្នឹងគឺថាពីរឿងបុណ្យលោកមនិតកែមលីទៅវិញសូមព្រះអង្គមានត្រេកការខ្លីបន្តិចមកតើនឹងចាប់ផ្ដើមនៅពេលណាដោយក្រុមគ្រួសារនៅស្រុកកំណើតនឹងរៀបចំទេដោយបានឱកាសឲ្យសូមនិមន្តព្រះអង្គសាធុអានឹងចាំបាច់អាត្មាបិណ្ឌបាតញាតិញោមថាយើងប្រកាសជាយើងរៀបឲ្យគ្រប់100ថ្ងៃយើងថ្ងៃទី20ខែ10ហ្នឹងវាដល់ថ្ងៃ100ថ្ងៃរបស់គាត់តែអាត្មាគឺថាចង់ធ្វើម៉េចរៀបឲ្យចំថ្ងៃអាទិត្យដើម្បីផ្ដល់ឱកាសឲ្យមនុស្សដល់ច្រើនបានទៅចូលរួមហើយការធ្វើពិធីបុណ្យនេះយើងនឹងជជែកគ្នាតង់ញោមប្រកាសរបស់ញោមបណ្ឌិតនៃស្រុកហើយបងប្អូនទាំងអស់ឲ្យព្រមព្រៀងគ្នាថាយើងជ្រើសយកទីតាំងណាមួយដែលសំរុំប៉ុន្តែតាមចម្លើយដែលអាត្មាធ្វើការស្ទង់មតិច្រើនលើកមកគឺពេញចិត្តទៅធ្វើបុណ្យ100ថ្ងៃនៅវត្តចាស់ប៉ុន្តែមិនទាន់បានចម្លើយបញ្ជាក់ 100% យ៉ាងណានោះទេគំនិតយើងចង់ធ្វើបុណ្យនៅវត្តចាស់ហើយសូត្រមន្តពីល្ងាចជួបជុំធ្វើកិច្ចការទៅតាមផែនការដែលអាត្មាបានប្រគ្រោះយោបល់គឺយើងមានបន្ទប់6ក្នុងរោងបុណ្យមានបន្ទប់ចាក់ផ្សាយពីកិច្ចការបរិស្ថានបន្ទប់ចាក់ផ្សាយពីកិច្ចការសុខុមាលភាពបន្ទប់ចាក់ផ្សាយពីអន្តរប្រវេសបន្ទប់ចាក់ផ្សាយពីកិច្ចការនយោបាយប្រជាធិបតេយ្យគឺអាត្មាផែនទីធ្វើក្នុងរោងបុណ្យនោះយើងឲ្យញាតិញោមទៅចូលបុណ្យទៅចូលទៅញាតិញោមណាចូលបុណ្យហើយចង់ទៅស្ដាប់សម្លេងលោកបណ្ឌិតដឹងគុណគាត់ស្ដាប់សម្លេងរបស់គាត់ស្ដាប់បណ្ឌិតរបស់គាត់អ្នកណាចង់ឃើញនយោបាយចង់ស្ដាប់នយោបាយចូលទៅបន្ទប់នយោបាយគុំទៅរំខានគេចេះគ្រប់រឿងនឹងអាត្មាបិទបន្ទប់ឲ្យទៅស្ដាប់ហើយអ្នកណាចូលចិត្តធ្វើបរិស្ថានទាំងគួយស្ដាប់បន្ទប់បរិស្ថានទៅអ្នកណាបច្ចេកទេសសុខភាពទាំងគួយស្ដាប់បន្ទប់សុខភាពទៅអានឹងដែលយើងរៀបហើយព្រឹកឡើងយើងមានបំណងថា
ចង់ហេរូបសំណាករបស់គាត់នឹងឆ្ពោះទៅកាន់ខេត្តតាកែវអានឹងគ្រាន់តែជាគំនិតទ្រុសជាកម្រងហើយយើងបានដាក់ជំរឿន1 2 3ចំនួនពូជំរឿនទី1ធ្វើអញ្ចឹងជំរឿនទី2ធ្វើអញ្ចឹងទី3ធ្វើអញ្ចឹងព្រោះពីការឆ្លងកាត់ការប្រឹក្សាយោបល់បើសិនជាមតិភាគច្រើនជ្រើសយកមួយណាយើងនឹងអនុលោមទៅតាមការជ្រើសរើសរបស់មតិភាគច្រើននិងបញ្ញាហើយក្នុងឱកាសនេះដែរសូមបិណ្ឌបាតឲ្យញោមដែលបានបំណងចង់ផ្ដល់ដី8ហិកតានៅគៀនស្វាយមកដល់ម៉ោងនេះអាត្មាបាត់ទំនាក់ទំនងតាមរយៈអសីសេរីនេះសូមញាតិញោមទាក់ទងមកអាត្មាម្ដងទៀតមកអាត្មាដោយសារវាកិច្ចការច្រើនពេកហើយស្ដាយលោកបណ្ឌិតផងលេខទូរស័ព្ទនឹងដាក់ខ្ពៅរហូតប៉ុន្តែដល់ទៅជិតដល់កន្លែងបនលោកខ្ពៅចុះមួយឡើងក៏ជ្រុះបាត់អាលេខទូរស័ព្ទនឹងទៅចឹងក៏នៅមានបំណងថាដី8ហិកតានឹងជាកន្លែងទីតាំងមួយដែលអាត្មាចង់ធ្វើឲ្យទៅជាគម្រោងមួយដាក់ឈ្មោះថាជាកន្លែងរំលឹកគុណវីរៈជនភាសាអង់គ្លេសដាក់ថា Hero Memorable Place ជាទីតាំងរំលឹកគុណវីរៈជនរបស់យើងអញ្ចឹងយើងនឹងធ្វើឲ្យធំមិនមែនរឿងតែមួយទេយើងធ្វើឲ្យអ្នកដែលធ្វើកិច្ចការសង្គមអ្នកដែលស្រឡាញ់សង្គមនឹងកុំភ្លេចខ្លាចអត់ឋានសួគ៌ពេលងាប់ដូច្នេះយើងមានឋានសួគ៌សម្រាប់ងាប់ហើយលះបង់ជីវិតទៅធ្វើទៅបើយើងងាប់ដើម្បីជាតិយើងធ្វើកិច្ចការដើម្បីជាតិយើងមានកន្លែងសម្រាប់ទៅងាប់ហើយអាត្មាធ្វើឋានសួគ៌ទុកឲ្យអ្នកដែលនៅរស់កំពុងធ្វើហ្នឹងឲ្យមើលឃើញឋានសួគ៌នោះឯងយើងមានឋានសួគ៌ត្រូវទៅហើយដើម្បីជាតិយើងទៅអត់អីទេហ្មងពួកគណៈព្រះអង្គរឿងនឹងដែរបើសិនជាព្រះអង្គមានឱកាសចូលរួមថ្ងៃ22នេះនឹងបើសិនជាព្រះអង្គចូលរួមទៅទេនឹងជំរាបលោកនាយករដ្ឋមន្ត្រីនឹងពីរឿងនឹងទេពីរឿងលោកមន្ត្រីកែមណៃទេឧទាហរណ៍ណាអាត្មាពេញចិត្តនឹងនិយាយក៏ប៉ុន្តែដោយសារផ្អែកលើប្រធានបទប្រធានបទនឹងគេនិយាយពីបរិស្ថានទាំងស្រុងហើយមិនមានឱកាសនិយាយពីរឿងតម្លៃលោកបណ្ឌិតទេអាត្មានឹងរកឱកាសខ្សឹបផ្សេងរឿងផ្សេងតាមរយៈបានជួបអ្នកផ្សេងអញ្ចឹងទៅយើងជួយផ្ដល់យោបល់ជួយផ្ដល់កលឹះអីចឹងទៅមិនពូគណៈអរគុណព្រះអង្គពូសាធុអរគុណគណៈដោយសារពេលវេលាខ្ញុំគណៈសូមថ្វាយបង្គំលាព្រះអង្គត្រឹមប៉ុណ្ណេះសិនចុះពូសាធុអរគុណគណៈលោកនាងស្ដាប់ជាទីមេត្រីរឿងដាច់ដライមួយទៀតឲ្យដឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅថាកោជបស្វាគមន៍ជំហររបស់គណៈបព្វប្រឆាំងដែលប្រកាសប្តឹងជនបរទេសណាដែលមានអត្តសញ្ញាណប័ណ្ណខ្មែរខុសច្បាប់ទៅកោជបនិងតុលាការចំណែកគណៈបក្សសង្គ្រោះជាតិថាការស្វាគមន៍របស់កោជបនៅពេលនេះជាសញ្ញាណល្អមួយចំពោះដំណើរការនៃការចុះឈ្មោះបោះឆ្នោតនិងជាការបោះឆ្នោតនៅពេលខាងមុខបាទលោកប្រាជេមានសេចក្តីរាយការណ៍បន្ថែមអំពីរឿងនេះគណៈការចុះឈ្មោះបោះឆ្នោតកាន់តែខិតជិតចូលមកដល់ដែលនឹងចាប់ផ្ដើមនៅដើមខែកញ្ញាខាងមុខគណៈបក្សសង្គ្រោះជាតិបង្ហាញការយកចិត្តទុកដាក់ជំរុញលើដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះឲ្យមានភាពកាន់តែល្អប្រសើរក៏អ្នកនាងស៊ីងឌីហើយក៏មានសិល្បករសម័យនេះចូលរួមដែរហើយសូមបញ្ជាក់លោកមុំនិរដ្ឋថាកម្មវិធីនៅថ្ងៃនេះមុនដំបូងគឺជាការតាំងបង្ហាញនៅសិល្បៈរឿងខ្សែភាពយន្តសម័យមុននិងឧបករណ៍ខ្លះដែលទាក់ទងការផលិតកុនហើយបន្ទាប់មកគឺជាការបញ្ចាំងភាពយន្តក្នុងសាលមហោស្រពចតុមុខក្រុងភ្នំពេញបង្ហាញរឿងអជ័យនិងក្រោតហើយចុងក្រោយនេះគឺការថ្លែងអរគុណភ្ញៀវចូលរួមនឹងការជូនកម្រងផ្កាដល់រដ្ឋមន្ត្រីក្រសួងបរិស្ថានរដ្ឋមន្ត្រីក្រសួងវប្បធម៌និងសិល្បករជើងចាស់ហើយនៅពេលនេះកម្មវិធីចិត្តចប់ហើយគឺជាការថតរូបជុំគ្នារវាងអ្នកចូលរួមនិងយុវជនជាមួយនឹងសិល្បៈជើងចាស់បាទដឹងថាតើកម្មវិធីនឹងរៀបចំប្រហែលថ្ងៃដែរឬក៏តែមួយថ្ងៃនឹងទេលោកបាទពីម្សិលពីព្រឹកមិញមានរៀបចំហើយថ្ងៃនេះក៏មានរៀបចំហើយនៅថ្ងៃស្អែកមួយថ្ងៃទៀតអញ្ចឹងមានន័យថាកម្មវិធីរៀបចំ3ថ្ងៃហើយនៅថ្ងៃស្អែកគឺជាថ្ងៃមួយដែលអ្នករៀបចំកម្មវិធីដែលជាក្រុមព្រះសូរិយារៀបចំគាត់ថាបើសិនថ្ងៃស្អែកមានអ្នកចូលរួមច្រើនទៅកម្មវិធីគាត់ជោគជ័យមូលហេតុដែលគាត់ថារំពឹងទៅថ្ងៃស្អែកដោយសារថ្ងៃនេះហើយថ្ងៃម្សិលមិញអត់តលក់សបុតទេហើយថ្ងៃស្អែកមានការលក់សបុតអញ្ចឹងបើសិនការចំណាយលុយរបស់យុវជនហ្នឹងមានការចូលរួមច្រើនគឺគាត់រំពឹងថាជោគជ័យដោយសារបានចំណាយលុយយុវជនចំណាយលុយទិញសបុតហើយមានការចូលរួមច្រើនគឺគាត់រំពឹងថាជោគជ័យអញ្ចឹងនៅថ្ងៃនេះគាត់មិនទាន់ហ៊ានពីនៅឡើយទេបាទលោកថាលក់សបុតនឹងបាទតាបាទខ្ញុំមុនជប់អាសិនមុននឹងខ្ញុំសួរអ្នកស្រីវិរៈតារាលោកប្រាជេខ្ញុំចង់ដឹងតិចលោកថាលោកប្រាជេបាទលោកថាមានការលក់សម្បត្តិថ្ងៃស្អែកហ្នឹងតើក្នុងតម្លៃសម្បត្តិមួយនឹងប្រមាណបាទសម្បត្តិហ្នឹងដូចជាចាប់ពី 20,000 ឡើងទៅ
បាទត្រឹម20000ដើម្បីចូលទស្សនារឿងគុណសម័យមុនជាច្រើនរឿងតាមពេលវេលាតាមជាក់ស្ដែងឥឡូវហ្នឹងលោកនិរដ្ឋយើងមានតារាជើងចាស់គឺអ្នកស្រីវិរៈតារាអាចបង្ហាញការយល់ឃើញខ្លះឲ្យលោកអ្នកនាងយើងបានស្ដាប់បាទអរគុណបាទឥឡូវនឹងសូមជំរាបសួរអ្នកស្រីបាទអរគុណយើងចាំបានច្បាស់ណាស់អ្នកស្រីគឺជាតារាស្រីតួឯកនៅក្នុងរឿងអននៃស្រីអនក្នុងសម័យទសវត្សរ៍ទី60ហើយជាកិត្តិយសដែលអ្នកស្រីបានចំណាយពេលនឹងការចាប់អារម្មណ៍នៅពេលនេះចង់ដឹងថាតើអ្នកស្រីយល់ឃើញបែបណាដែរចំពោះស្នាដៃនិពន្ធក្តីទាំងការផលិតក្តីនៅក្នុងសម័យមុនហ្នឹងបាទខ្ញុំយល់ឃើញថាសម័យមុនយើងនិពន្ធតាមបាទអាឡូអ្នកស្រីបាទអាឡូបាទសូមអធិស្ឋានផងដោយសារតែប្រព័ន្ធទូរស័ព្ទបានដាច់ទៅហើយយើងខ្ញុំក៏នឹងជម្រាបជូនលោកអ្នកនាងនៅថ្ងៃស្អែកបន្តទៀតពីព្រឹត្តិការណ៍ដែលរៀបចំដោយលោកប្រាជ្ញាបានជម្រាបជូនលោកអ្នកនាងបាញ់មិញបាទលោកអ្នកនាងជាទីមេត្រីបាទលោកអ្នកនាងស្ដាប់ជាទីមេត្រីសម្រាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីដែលរៀបរៀងជូនខ្ញុំបាទមុំមនីរតនៅពេលនេះជាដល់ទីបញ្ចប់ត្រឹមប៉ុណ្ណេះជាបន្តទៀតសូមអញ្ជើញឲ្យលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍មួយចំនួនទៀតសេចក្តីរាយការណ៍ស្ដីពីមន្ត្រីសង្គមស៊ីវិលកំពុងរងចាំស្ដាប់លទ្ធផលលុបបានកម្មសិទ្ធិទៅលើដីព្រៃកោងកាងចំណែកឯនីតិកសិកម្មនិងសុវត្ថិភាពស្បៀងសប្តាហ៍នេះលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ស្ដីពីអ្នកជំនាញកសិកម្មថាការថយចុះបរិមាណនាំចេញអង្ករ 77% ជាសញ្ញាបង្ហាញក្តីបារម្ភថ្មីនៅក្នុងឧស្សាហកម្មអង្ករហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺជាព័ត៌មានបញ្ចប់ចាសសូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តទៅទៀតដូចតទៅសេចក្តីរាយការណ៍ពិស្ដាអ្នកស្ដាប់ជាទីមន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គមខេត្តព្រះសីហនុកំពុងទន្ទឹងរង់ចាំលទ្ធផលចុះស្រាវជ្រាវរបស់ក្រសួងជំនាញចំនួន2អំពីប្រសិទ្ធភាពចុះអនុវត្តការងារដើម្បីឆ្លើយតបលិខិតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលចេញបទបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងក្រសួងកសិកម្មពិនិត្យឈានដល់លុបបានកម្មសិទ្ធិឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីដែលជាប់ពាក់ព័ន្ធដីកោងកាងដីព្រៃកោងកាងតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន4ចាពីខេត្តព្រះសីហនុលោកដែនអយុធ្យារាយការណ៍ជុំវិញរឿងនេះមន្ត្រីសង្គមស៊ីវិលមួយចំនួនអ្នកខេត្តព្រះសីហនុស្នើឲ្យក្រុមការងារក្រសួងដែនដីនិងក្រសួងកសិកម្មពន្លឿនប្រកាសលទ្ធផលនៃសកម្មភាពចុះអង្កេតស្រាវជ្រាវទៅលើបានកម្មសិទ្ធិដីធ្លីដែលមន្ត្រីជំនាញនៅខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតនិងខេត្តកែបដែលបានចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជនរំលោភទៅលើដីព្រៃកោងកាងជាជំរកត្រីសមុទ្របន្តពូជមន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តព្រះសីហនុលោកបួនរិទ្ធថ្លែងថាកំពុងទន្ទឹងរង់ចាំស្ដាប់លទ្ធផលរបស់រដ្ឋមន្ត្រីក្រសួងដែនដីនិងរដ្ឋមន្ត្រីក្រសួងកសិកម្មចុះអនុវត្តការងារពិនិត្យបានកម្មសិទ្ធិដែលចេញទៅលើដីព្រៃកោងកាងនេះមានប្រសិទ្ធភាពត្រឹមកម្រិតណាលោកចៅថាសកម្មភាពខុបខិតរបស់មន្ត្រីមួយចំនួនជាថ្នាក់ដឹកនាំនៅតាមមន្ទីរសុរិយោដីតាមខេត្តជាប់ឆ្នេរសមុទ្រទាំង4នៅកម្ពុជាពិសេសខេត្តព្រះសីហនុកន្លងមកថាមានភាពធ្ងន់ធ្ងរហើយឈានដល់បំផ្លាញដីព្រៃកោងកាងជាជំរកត្រីសមុទ្របន្តពូជទាំងស្រុងបើរដ្ឋាភិបាលមិនឆាប់មានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលទេជាលទ្ធផលដូចជាមិនទាន់មានដំណើរការណាមួយដែលធ្វើឲ្យជារដ្ឋក៏ដូចជាសង្គមស៊ីវិលសហគមន៍យើងមានសង្ឃឹមតរិះសោះបាទគឺដំណើរការមោគភាពបានឬក៏ការចុះត្រួតពិនិត្យលើព្រៃកោងកាងនិងប្លង់ទាំងឡាយណានៅតាមតំបន់ឆ្នេរសមុទ្រនេះគឺថាដូចជាមិនមានដំណើរការទៅមុខតរិះសោះបាទកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2016ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់មានចុះហត្ថលេខានិងបោះត្រារដ្ឋលេខាធិការលោកស៊ូភីរិនបានជម្រាបជូនលោកជាសភារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជារបាយការណ៍ដោយយោងតាមចំណារបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនចុះថ្ងៃទី13ខែមិថុនាឆ្នាំ2016ទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនលោកជាសភារាលើករណីរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាដោយផ្ដល់មតិសំខាន់ផ្ដោតទៅលើចំណុចទី2គឺនារីករីដកហូតបានកម្មសិទ្ធិកាន់កាប់អចលនវត្ថុវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដីនិងអាជ្ញាធរដែនដីខេត្តជាប់សមុទ្រទាំង4មានខេត្តកំពតខេត្តកែបខេត្តព្រះសីហនុនិងខេត្តកោះកុងដែលមានការជាប់ពាក់ព័ន្ធដីព្រៃកោងកាងលិខិតទីស្តីការគណៈរដ្ឋមន្ត្រីយោងតាមចំណារបស់ប្រមុខរាជរដ្ឋាភិបាលពេលនេះទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលនិងប្រជាពលរដ្ឋនៅតាមខេត្តជាប់សមុទ្រទាំង4ហើយពួកគេកំពុងរងចាំស្ដាប់លទ្ធផលរបស់ក្រុមការងារក្រសួងដែនដីនិងក្រសួងកសិកម្មតើចុះអនុវត្តការងារដែលប្រមុខដឹកនាំដាក់ជូនមានប្រសិទ្ធភាពដែរឬទេត្រង់ចំណុចនេះមន្ត្រីអង្គការលីកាដូប្រចាំខេត្តព្រះសីហនុលោកប៊ួនរិទ្ធបង្ហាញទស្សនៈគាំទ្រចំពោះចំណាត់ការដ៏មានប្រយោជន៍របស់ប្រមុខដឹកនាំរដ្ឋាភិបាលដែលបានចាត់វិធានការក្តៅជួយទប់ស្កាត់សកម្មភាពរំលោភដីព្រៃកោងកាងរាប់ពាន់ហិកតានៅខេត្តជាប់ឆ្នេរសមុទ្រទាំង4ជាជំរកត្រីសមុទ្របន្តពូជឈានដល់នារីកឬក៏លុបចោលបានកម្មសិទ្ធិពីឯកជនមករត់គ្រប់គ្រងវិញនិងអភិរក្សនាថ្ងៃអនាគតមន្ត្រីសិទ្ធិមនុស្សរូបនេះចោទអតីតប្រធានមន្ត្រីសរយោដីខេត្តព្រះសីហនុនិងអភិបាលខេត្តប៉ុន្មានអាណត្តិកន្លងមកថាជាអ្នកមានកំហុសឆ្គងធ្ងន់ធ្ងរក្នុងការខុបខិតចេញប្លង់កម្មសិទ្ធិទៅលើដីព្រៃកោងកាងដីតំបន់ឆ្នេរសមុទ្រនិងដីបឹងអូរធម្មជាតិក្នុងនោះមានព្រៃកោងកាងដែលដុះជុំវិញបឹងកង្កែបជាដើមដោយអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជាលោកប៊ុនរិទ្ធស្នើដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីត្រូវក៏អញ្ជើញអ្នកមានឈ្មោះជាប់ពាក់ព័ន្ធការចេញប្លង់កម្មសិទ្ធិទៅលើដីចំណីព្រៃលិចទឹកឬដីព្រៃកោងកាងដីចំណីឆ្នេរសមុទ្រនិងដីបឹងអូរធម្មជាតិជាដើមមកសួរនាំឬឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ចៅសដងពរសូមឲ្យឯកឧត្តមជាសភារាសូមលោកមេត្តាជួយចាត់វិធានការនិងចុះពិនិត្យរួចហើយរៀបចំនីតិវិធីដើម្បីមូលភាពបានទាំងនោះពីព្រោះព្រៃកោងកាងក៏ដូចជាឆ្នេរសមុទ្រឥឡូវនេះគឺកំពុងតែត្រូវបានកាប់រៀនបំផ្លាញហើយនឹងត្រូវបានរំលោភយកធ្វើជាបានកម្មសិទ្ធិជាបន្តបន្ទាប់ទៅទៀតទោះបីលិខិតរបស់សម្ដេចនាយករដ្ឋមន្ត្រីចេញក៏ដោយតែយើងសង្កេតឃើញថាអ្នកដែលមានបានកម្មសិទ្ធិអ្នកដែលរំលោភនោះគឺមិនរៀបថយទេបាទគឺមានតែរៀបចំគម្រោងដើម្បីបំផ្លាញព្រៃលិចទឹកនឹងឲ្យអស់បាទចំណែកប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាហៅកាត់ CNRO សាខាខេត្តព្រះសីហនុលោកសុកសុខុមក៏ស្នើឲ្យក្រុមការងារថ្នាក់ជាតិនៃក្រសួងដែនដីនិងក្រសួងកសិកម្មត្រូវបង្ហាញលទ្ធផលនៃការចុះពិនិត្យស្រាវជ្រាវទៅលើការចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជននាំឲ្យប៉ះពាល់ដល់ដីព្រៃកោងកាងឲ្យបានទូលំទូលាយនិងជាសាធារណៈលោកសុកសុខុមគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ប្រមុខដឹកនាំដែលដាក់ឲ្យរដ្ឋមន្ត្រីក្រមអាវ៉ាតពិនិត្យទៅលើការចេញប្លង់កម្មសិទ្ធិលើដីព្រៃកោងកាងនៃខេត្តជាប់សមុទ្រទាំង4ដើម្បីឈានដល់នារីកឬក៏លុបចោលបានកម្មសិទ្ធិទាំងនោះទាំងស្រុងប៉ុន្តែលោកស្នើឲ្យក្រុមការងាររបស់ក្រសួងដែនដីនិងក្រសួងកសិកម្មត្រូវចុះអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពនិងជៀសឲ្យផុតពីអំពើពុករលួយនិងតម្កល់ផលប្រយោជន៍សង្គមជាតិជាធំដើម្បីឈានដល់ការពារព្រៃកោងកាងជាជំរកត្រីសមុទ្របន្តពូជឲ្យបានគង់វង្សនាថ្ងៃអនាគតយ៉ាងនេះក្តីលោកសុកសុខុមថ្លែងថារហូតមកដល់ពេលនេះលទ្ធផលរបស់ក្រុមការងារស្រាវជ្រាវទៅលើការចេញបានកម្មសិទ្ធិជូនបុគ្គលឯកជនរបស់ក្រសួងដែនដីនិងក្រសួងកសិកម្មមិនទាន់បង្ហាញលទ្ធផលផ្លូវការបែបណាទេគិតមកដល់ថ្ងៃទី20ខែសីហាមន្ត្រីសង្គមស៊ីវិលរូបនេះស្នើដល់ក្រុមការងាររបស់ក្រសួងរៀបចំដែនដីនិងក្រសួងកសិកម្មត្រូវយកចិត្តទុកដាក់ឬឈានដល់ដកហូតដីព្រៃលិចទឹកឬដីព្រៃកោងកាងដែលបុគ្គលឯកជនខុបខិតជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធមួយចំនួននៅខេត្តព្រះសីហនុធ្វើបានកម្មសិទ្ធិរំលោភយកដីរដ្ឋមករត់គ្រប់គ្រងវិញសូមឲ្យក្រសួងដែនដីពន្លឿនការអនុវត្តលិខិតសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនេះឲ្យបានលឿនដើម្បីដកហូតទ្រព្យសម្បត្តិសាធារណបរដ្ឋនេះទុកជារបស់រដ្ឋវិញដើម្បីលើកស្ទួយវិស័យទេសចរជាតិនិងអន្តរជាតិដែលគេមកលេងតំបន់ឆ្នេរនៃខេត្តទាំង4នៃទិសនិរដីម្យ៉ាងទៀតឲ្យស័ក្តិសមជាឆ្នេរស្អាតបំផុតនៅលើពិភពលោកនិងតារារះនៅទិសនិរដីក្នុងនោះវាមានទាំងឆ្នេរខ្សាច់វាមានទាំងព្រៃកោងកាងដែលជាព្រៃលិចទឹកនៅតាមតំបន់ឆ្នេរនោះបានคล้ายទៅជាឆ្នេរស្អាតបំផុតនៅលើពិភពលោកករណីនេះអភិបាលខេត្តព្រះសីហនុលោកយុនមានបានឲ្យដឹងថារដ្ឋបាលខេត្តជាប់ឆ្នេរ
ឆ្នេរមួយនេះតម្រូវឲ្យមន្ត្រីជំនាញស្ថាប័នជលផលចុះស្រង់ស្ថិតិដីព្រៃកោងកាងនៅតាមតំបន់ឆ្នេរមួយចំនួនដែលត្រូវអាជ្ញាធរជំនាញចេញប្លង់កម្មសិទ្ធិជូនឯកជនកន្លងមកដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំថ្នាក់ជាតិមានវិធានការបន្តជាការឆ្លើយតបទៅនឹងចំណាររបស់ប្រមូលដឹកនាំបានដាក់ឲ្យអនុវត្តមន្ត្រីសង្គមស៊ីវិលបានអះអាងថាខេត្តព្រះសីហនុគឺជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំង4របស់ប្រទេសកម្ពុជាដែលដីចំណីឆ្នេរសមុទ្រនិងបឹងអូរធម្មជាតិមានដុះដើមកោងកាងឬព្រៃលិចទឹកត្រូវរងការរំលោភធ្វើប្លង់កម្មសិទ្ធិពីសំណាក់ឯកជនដោយមានការខុបខិតពីថ្នាក់ដឹកនាំខេត្តនិងប្រធានមន្ត្រីសរយោដីខេត្តនេះក្នុងប៉ុន្មានអាណត្តិដឹកនាំកន្លងមកពួកគេក៏សម្គាល់ថាទើបតែក្នុងរដ្ឋាភិបាលអាណត្តិទី5នេះទេដែលលោកនាយរដ្ឋមន្ត្រីហ៊ុនសែនមានចំណាត់ការក្តៅឬដាក់បទបញ្ជាឲ្យមន្ត្រីក្រមអាវ៉ាតចុះពិនិត្យនិងឈានដល់នារីកឬលុបចោលបានកម្មសិទ្ធិទាំងឡាយណាធ្វើឲ្យប៉ះពាល់ដល់ដីព្រៃកោងកាងឬដីព្រៃលិចទឹកនៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង4នៅពេលនេះខ្ញុំដែរយុទ្ធជាអាស៊ីសេរីខេត្តព្រះសីហនុនាទីកសិកម្មនិងសុវត្ថិភាពស្បៀងអ្នកស្ដាប់ជាទីមេត្រីរបាយការណ៍សង្ខេបរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្គបង្ហាញថាបរិមាណអង្គដែលនាំចេញសរុបរយៈពេល7ខែដើមឆ្នាំ2016មានការថយចុះរហូតជិតដល់ 7% បើធៀបនឹងបរិមាណនាំចេញ7ខែដូចគ្នានៅឆ្នាំ2015អ្នកជំនាញកសិកម្មយល់ថាការថយចុះនេះជាសញ្ញាបង្ហាញក្តីបារម្ភថ្មីនៅក្នុងឧស្សាហកម្មអង្គចាសសូមលោកនាងស្ដាប់សេចក្តីរាយការណ៍របស់នាងខ្ញុំអំពីរឿងនេះរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលទៅមួយបង្ហាញថានៅក្នុងរយៈពេល7ខែដើមឆ្នាំ2016នេះកម្ពុជានាំចេញអង្ករបានជិត 30,000 តោនគឺថយចុះជាង 20,000 តោនតិចជាងបរិមាណនាំចេញនៅក្នុងរយៈពេល7ខែដើមឆ្នាំ2016ដែលនាំចេញបានជាង 30,000 តោនរបាយការណ៍ស្ដីពីស្ថានភាពនិងលទ្ធភាពការងារនេះត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី16ខែសីហារបស់ក្រុមការងារផ្នែកស្រូវអង្គនៃវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនកាលពីពេលថ្មីៗនេះរបាយការណ៍ដដែលឲ្យដឹងដែរថាប្រភេទអង្គកម្ពុជាដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងរយៈពេល7ខែដើមឆ្នាំ2016នេះឈរលំដាប់លេខ1មានប្រភេទអង្គផ្កាម្លិះនិងអង្គផ្ការំដួលដែលមានរហូត 29.9% របាយការណ៍នេះក៏បញ្ជាក់ទៀតថានៅក្នុងរយៈពេល7ខែដើមឆ្នាំមានការនាំចេញទៅកាន់ទិសដៅចំនួន58ប្រទេសក្នុងនោះមានសមាគមអឺរ៉ុបចំនួន25ប្រទេសក្នុងចំណោមទិសដៅនាំចេញទាំងនោះឃើញមានកំណើនខ្ពស់បំផុតនៅក្នុងលំដាប់លេខ1គឺប្រទេសចិនលេខ2ប្រទេសបារាំងលេខ3ប្រទេសប៉ូឡូញលេខ4ប្រទេសម៉ាឡេស៊ីនិងលេខ5ប្រទេសបែលហ្សិកការនាំចេញនេះតាមរយៈក្រុមហ៊ុនចំនួន70មានន័យថាកើនឡើងពីក្រុមហ៊ុនបើប្រៀបនឹងឆ្នាំមុនរបាយការណ៍នេះបញ្ជាក់បន្ថែមថាបរិមាណនាំចេញសរុបនៅក្នុងរយៈពេល7ខែដើមឆ្នាំ2016មានការថយចុះរហូត 6.9% ធៀបទៅនឹងបរិមាណនាំចេញ7ខែឆ្នាំមុនដែលបានថយចុះយ៉ាងខ្លាំងនៅក្នុងរយៈពេល5ខែបន្តបន្ទាប់នៅក្នុងនោះមានខែកក្កដាថយចុះ 18.3% ខែមិថុនាថយចុះ 20.6% ខែឧសភាថយចុះ 28.8% ខែមេសាថយចុះ 30.8% និងខែមីនាថយចុះ 14.5% របាយការណ៍បង្ហាញពីបរិមាណនាំចេញអង្ករនេះគឺបង្ហាញថាបរិមាណនៃការនាំចេញអង្កររបស់កម្ពុជានៅតែធ្លាក់ចុះគួរឲ្យបារម្ភនិងនៅតែមានគម្លាតឆ្ងាយនៅឡើយពីទិសដៅដែលរដ្ឋាភិបាលកម្ពុជាបានដាក់ផែនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន1លានតោននៅក្នុងមួយឆ្នាំតាមរបាយការណ៍នេះក៏បានជំរុញដែរថាដើម្បីទប់ស្កាត់ការថយចុះខាងលើនេះទាមទារឲ្យស្ថាប័នពាក់ព័ន្ធត្រូវតែពង្រឹងវិសាលភាពប្រសិទ្ធភាពនៃតួនាទីផលិតនិងបង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធជាងនេះទៀតរបាយការណ៍នេះក៏ស្នើឲ្យក្រុមហ៊ុននាំចេញអង្កររោងម៉ាស៊ីនកិនស្រូវទាំងអស់ត្រូវតែពង្រឹងការកែច្នៃអង្ករការដឹកជញ្ជូនរៀបចំការថែទាំស្រូវអង្ករមុននឹងនាំចេញធ្វើយ៉ាងណាត្រូវតែតម្រូវតាមលក្ខខណ្ឌរបស់ប្រទេសនាំចូលនិងតម្រូវតាមរ
រាល់កិច្ចព្រមព្រៀងជាធរមានរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសដែលនាំចូលករណីនេះដែរអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោកថេងសាវឿនឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យមានការនាំចេញអង្កររបស់កម្ពុជាដើមឆ្នាំ2016ធ្លាក់ចុះមកពីកង្វះគោលនយោបាយលើកទឹកចិត្តកសិករខ្វះប្រព័ន្ធធារាសាស្ត្រថវិកាជាតិចំណាយមិនចំគោលដៅនិងមិនមានការបែងចែកអំណាចដល់ថ្នាក់មូលដ្ឋានជាដើមលោកបន្តថាប្រសិនបើគ្មានការគិតគូរបានទាន់ពេលនោះទេការធ្លាក់ចុះបរិមាណនាំចេញអង្ករនេះវាមិនត្រឹមតែបន្តគំរាមកំហែងដល់ការរីកលូតលាស់វិស័យកសិកម្មប៉ុណ្ណោះទេវាក៏គំរាមកំហែងដល់ទីផ្សារស្រូវកសិករនិងសេដ្ឋកិច្ចជាតិខ្លាំងផងដែរក្នុងប្រទេសកម្ពុជាទៀតគោលនយោបាយនៃគាំទ្រដល់អ្នកផលិតហ្នឹងមានតិចបែរជាលើកកម្ពស់គោលនយោបាយនៃអ្នកធ្វើឈ្មោះច្រើនខ្ញុំលើកឧទាហរណ៍ថាថ្មីមានពានរង្វាន់មួយខ្ញុំមិននិយាយទេគឺពានរង្វាន់ហ្នឹងសម្រាប់ស្រូវនៅក្នុងប្រទេសឬក៏អង្ករក្នុងប្រទេសកម្ពុជាប៉ុន្តែយើងអត់ឲ្យពានរង្វាន់ហ្នឹងសម្រាប់កសិករដែលជាអ្នកផលិតទេយើងឲ្យពានរង្វាន់ហ្នឹងអ្នកដែលទៅទទួលបែរជាអ្នកវិនិយោគទុនឬក៏អុកញ៉ាទៅវិញអាហ្នឹងវាអត់បានឆ្លុះបញ្ចាំងនៃការលើកទឹកចិត្តពីសំណាក់រដ្ឋក្នុងចំពោះកសិករទេទន្ទឹមគ្នានេះអ្នកជំនាញកសិកម្មលោកបណ្ឌិតយ៉ងសាងកូម៉ាមានប្រសាសន៍ដែរថាដើម្បីកុំឲ្យមានការនាំចេញអង្ករបន្តធ្លាក់ចុះរដ្ឋាភិបាលត្រូវតែដោះស្រាយឲ្យបានឆាប់រហ័សរាល់ឧបសគ្គនៅក្នុងវិស័យកសិកម្មសំខាន់គឺកង្វះទុនកង្វះទឹកនិងកង្វះទីផ្សារដែលជាកត្តារាំងស្ទះដល់ដំណើរការផលិតកម្មជាងនេះទៀតលោកសង្កត់ធ្ងន់ដែរថារដ្ឋាភិបាលគួរតែបញ្ជូនមន្ត្រីជំនាញទៅបណ្ដុះបណ្ដាលនិងដឹកនាំកសិករឲ្យចេះសហការគ្នានិងចេះផលិតទាន់តម្រូវការទីផ្សារថាបានត្រូវបញ្ជូនមនុស្សរាប់ពាន់នាក់ហ្នឹងទៅដឹកនាំធ្វើការជួយកសិករខ្មែរយើងរាប់សែនរាប់លាននាក់ហ្នឹងដើម្បីចេះផលិតឆ្លើយតបនឹងតម្រូវការទីផ្សារផ្សារភ្ជាប់នៅក្នុងទីផ្សារការសហការគ្នានេះជាចំណុចគន្លឹះឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកជំនាញកសិកម្មប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករលោកហ៊ានវ៉ាន់ហនបានបញ្ជាក់ថាដើម្បីដោះស្រាយបញ្ហានេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងមន្ត្រីពាក់ព័ន្ធដែលមកពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់នាំចេញអង្ករនិងតំណាងផ្នែកឯកជនជាច្រើនទៀតកំពុងតែសហការគ្នាដើម្បីចាត់វិធានការលើបញ្ហាជាមួយកសិករនិងក្រុមហ៊ុននាំចេញដែលកំពុងតែប្រឈមនៅក្នុងឧស្សាហកម្មអង្កររបាយការណ៍ស្ដីពីបញ្ហាប្រឈមរបស់វិស័យស្រូវអង្ករកម្ពុជារបស់ក្រុមរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញអង្ករក៏ធ្លាប់បានលើកឡើងថាមូលហេតុដែលធ្វើឲ្យកម្ពុជាបន្តបរាជ័យនៅក្នុងការនាំចេញអង្ករ1លានតោនគឺបណ្ដាលមកពីបញ្ហាខ្វះទុនសម្រាប់ផ្គត់ផ្គង់ផលិតកម្មនិងការប្រមូលទិញស្រូវស្តុកទុកធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវប្រមាណ 40% បានបង្ខំចិត្តបិទទ្វារនិងខ្សែធនរបាយការណ៍ពីក្រុមរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញអង្ករកម្ពុជាអះអាងថាបញ្ហាខ្វះទុនសម្រាប់ផ្គត់ផ្គង់ផលិតកម្មនិងការប្រមូលទិញស្រូវស្តុកទុកធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនដែលខ្ចីបុលធនាគារនិងមីក្រូហិរញ្ញវត្ថុដោយអត្រាការប្រាក់ខ្ពស់ប្រមាណពី 8% ទៅ 12% ចំពោះធនាគារពាណិជ្ជនិងពី 20% ទៅ 30% សម្រាប់កម្ចីមីក្រូហិរញ្ញវត្ថុជាមូលហេតុចម្បងជំរុញឲ្យរោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមកជុំប្រកាសបិទទ្វារនិងខ្សែធនទន្ទឹមគ្នានេះក្រុមរោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញអង្ករកម្ពុជាក៏បានជំរុញឲ្យរដ្ឋាភិបាលត្រូវតែត្រៀមកញ្ចប់ទុនទិញស្រូវស្តុកទុកជាបន្ទាន់ដើម្បីដោះស្រាយការថយចុះបរិមាណនាំចេញអង្ករបានទាន់ពេលវេលានៅប៉ុន្មានខែខាងមុខអំឡុងរដូវប្រមូលផលស្រូវកសិករខ្ញុំអ៊ុំរាំងសីអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញជាបន្តទៅទៀតនេះខ្ញុំបាទមកមនីរតសូមជូនព័ត៌មានបញ្ចប់នាងជាទីមេត្រីយើងបានភ្ជាប់ទូរស័ព្ទតែជាថ្មីទៀតទៅកាន់អ្នកស្រីវីរៈតារាជាតួឯកស្រីក្នុងសម័យទសវត្សរ៍ឆ្នាំ80ហើយអ្នកស្រីក៏ជាតួឯកក្នុងរឿងអននៃស្រីអនបាទឥឡូវជំរាបសួរចាបាទអរគុណអ្នកស្រីសូមជម្រាបសួរសាថ្មីបាទចាបាទអរគុណអ្នកស្រីចង់ឲ្យអ្នកស្រីយល់